សូមស្វាគមន៍មកកាន់ Channel វិមានស្នេហ៍ជាទីកន្លែងដែលនាំលោកអ្នកទៅប៉ះនៅរាល់រសជាតិនៃជីវិតមិនមែនថាស្នេហានឹងការលះបង់ឬការតស៊ូនៅក្នុងសមុទ្រទុក្ខលោកអ្នកបងប្អូនជាទីមេត្រីជារឿយៗសេចក្តីស្រឡាញ់ត្រូវបានគេប្រៀបបីដូចជាពន្លឺព្រះអាទិត្យដែលផ្ដល់ភាពកក់ក្ដៅនឹងជីវិតក៏ប៉ុន្តែនៅក្នុងជ្រុងនៃភាពងងឹតនៃបេះដូងរបស់មនុស្សយើងម្នាក់ៗក៏អាចមាននៅស្រមោលស្នេហ៍ម្យ៉ាងដែលមិនអាចឲ្យពន្លឺចាំងចូលទៅដល់មិនអាចហើបមាត់ប្រាប់អ្នកណាហើយក៏មិនអាចឲ្យសង្គមទទួលស្គាល់បានដែរនៅថ្ងៃនេះ Channel វិមានស្នេហ៍សូមលើកយកនៅសាច់រឿងដ៏ថ្មីស្រឡាងមួយដែលនឹងធ្វើឲ្យបេះដូងរបស់លោកអ្នករំជួលចិត្តនិងតក់ស្លុតនៅក្នុងពេលតែមួយដែលរឿងនេះមានចំណងជើងថាស្រមោលស្នេហ៍របស់លោកតាតើលោកអ្នកធ្លាប់គិតទេថាដៃដែលធ្លាប់តែត្រកងអោបការពារយើងពីគ្រោះថ្នាក់ដៃដែលធ្លាប់តែផ្ដល់បាយទឹកនំចំណីនិងភាពកក់ក្ដៅឲ្យយើងតាំងពីបាតជើងដុះរោមដល់ថ្ងៃមួយបែរជាคล้ายជាដៃដែលចង់ខៀខាំងរារាំងយើងទុកនៅក្នុងទ្រុងនៃសេចក្តីស្រឡាញ់ដោយខុសវ័យទៅវិញនេះគឺជាខ្សែជីវិតរបស់ម៉ាលីកាក្មេងស្រីលក់ផ្កាម្លិះដ៏បរិសុទ្ធដែលត្រូវរស់នៅក្នុងម្លប់ក្រោមការគ្រប់គ្រងរបស់លោកតាស័កលោកតាស័កបានលះបង់ភាពកំឡោះនិងកិត្តិយសពេញមួយជីវិតដើម្បីនាងប៉ុន្តែនៅពីក្រោយភាពម៉ឺងម៉ាត់និងចិត្តមេត្តានោះលោកបានលាក់ទុកនៅបិសាចស្នេហ៍ដែលចេះតែស្រេកឃ្លានចង់បាននាងមកធ្វើជាម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួនឯងរឿងរ៉ាវកាន់តែដុនដាបនៅពេលដែលមុនស្នេហ៍របស់ម៉ាលីកាចាប់ផ្ដើមទាក់ទាញយុវជនវ័យក្មេងឈ្មោះសំរិទ្ធឲ្យចូលមកក្បែរដែលវាជាពេលដែលរារាំងរបាំងនៃសិលធម៌និងបេះដូងចាប់ផ្ដើមប្រះឆាតើកតញ្ញូតាធម៌របស់ម៉ាលីកានឹងអាចទ្រាំទ្រនិងសម្ពាធនៃសេចក្តីស្រឡាញ់ដ៏ខុសឆ្គងនេះបានដែរឬទេហើយតើអាចកំបាំងការពី20ឆ្នាំមុនដែលលោកតាវង្សាកំពុងតែក្តោបក្តាប់នឹងនាំមកនៅការរំដោះខ្លួនឬជាការបំផ្លាញសូមត្រៀមចិត្តទៀមកាយមកក្រៀបជញ្ជក់រសជាតិជីវិតដ៏ជូរចត់នឹងការរើសបំរាស់ដើម្បីសេរីភាពនៅក្នុងវីដេអូភាគដំបូងនៃរឿងស្រមោលស្នេហ៍របស់លោកតាដូចតទៅនេះនៅក្នុង Channel វិមានស្នេហ៍ដូចតទៅកាលពី20ឆ្នាំមុននៅក្នុងរាត្រីមេឃដល់ងងឹតស្លុបនិងមានព្យុះភ្លៀងបក់បោកយ៉ាងខ្លាំងនៅលើដងផ្លូវជាតិដ៏ស្ងាត់ត្រងំមួយនាឯជាខេត្តដាច់ស្រយាលគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងបន្សល់ទុកតែគំនរដែកខ្ទេចខ្ទីនៃឡានស៊េរីទំនើបមួយគ្រឿងដែលធ្លាក់ចូលទៅក្នុងជ្រោះនៅក្នុងចំណោមភាពស្ងប់ស្ងាត់នៃសេចក្តីស្លាប់បែរជាមានសម្រែកយំដ៏តូចបន្លឺឡើងក្មេងស្រីអាយុប្រហែលជា2ឆ្នាំកំពុងតែអង្គុយយំនៅលើដីភក់ដៃតូចរបស់នាងព្យាយាមអង្រួនសាកសពឪពុកម្ដាយដែលដេកដួលនៅក្នុងថ្លុកឈាមទាំងមិនដឹងថាពួកគេបានចាក់ចេញពីនាងរហូតឡើយនៅក្នុងពេលនោះឯងលោកតាស័កដែលកាលនោះមានវ័យបុរសវ័យកណ្ដាលម្នាក់បានធ្វើដំណើរមកដល់កន្លែងកើតហេតុដោយឃើញទិដ្ឋភាពដ៏ខ្លោចចិត្តដែលសំបីតែទេវតាក៏យំអាណិតលោកតាក៏មិនបង្អង់យូរឡើយក៏ស្ទុះទៅត្រកងអោបក្មេងស្រីម្នាក់នោះមកជាប់នៅក្នុងទ្រុងលោកសម្លឹងមើលទៅមេឃរួចក៏បានពុពាក់សច្ចាទាំងទឹកភ្នែកថាបើមេឃដាច់ចិត្តសម្លាប់ឪពុកម្ដាយនាងហើយខ្ញុំនឹងធ្វើជាមេឃថ្មីដើម្បីការពារនាងវិញចាប់ពីថ្ងៃនោះមកវាសនារបស់មនុស្សពីរនាក់ដែលគ្មានឈាមជ័រនឹងគ្នាក៏ត្រូវបានចងភ្ជាប់គ្នាដោយចំណងមិនអាចបកស្រាយបានលោកតាស័កក៏បានដាក់ឈ្មោះឲ្យនាងថាឈ្មោះម៉ូលីកាលោកក៏បានលះបង់ភាពកំឡោះចោលរាល់បំណងចង់បានគ្រួសារផ្ទាល់ខ្លួនដើម្បីតែចិញ្ចឹមបីបាច់ម៉ូលីកាឲ្យធំធាត់នៅក្នុងក្តីស្រឡាញ់ដ៏បរិសុទ្ធបំផុត20ឆ្នាំកន្លងផុតទៅភូមិឋានដ៏ស្ងប់ស្ងាត់ដែលហុំព័ទ្ធជុំវិញទៅដោយចំការម្រេចនិងដើមកៅស៊ូម៉ូលីកាក៏បានធំធាត់ឡើង
យ៉ាងលឿនคล้ายជានារីដែលមានសម្រស់ស្រស់ស្អាតម្នាក់គ្រប់គ្នានៅក្នុងភូមិពិតជាស្ងើចសរសើរមិនដាច់ពីមាត់ដោយនាងមានរូបសម្រស់ឆើតឆាយស្បែកសម៉ត់និងមានកែវភ្នែកភ្លឺថ្លាវាងដូចជាទឹកអណ្ដូងប៉ុន្តែអ្វីដែលឲ្យគេគ្រប់គ្នាគោរពនាងបំផុតគឺភាពកតញ្ញូចំពោះលោកតាស័កនាងតែងតែនៅក្បែរលោកតាជានិច្ចមិនដែលហ៊ានដើរឆ្ងាយឬធ្វើឲ្យលោកតាពិបាកចិត្តនោះឡើយលោកតាញ៉ាំទឹកត្រជាក់សិនទៅចាមូលិកាដើរមកជិតលោកតាស័កដែលកំពុងតែអង្គុយចាំងឫស្សីនៅក្រោមដើមស្វាយនៅខាងមុខផ្ទះនាងលុតជង្គង់ចុះរួចក៏ហុចទឹកឲ្យលោកតាទាំងស្នាមញញឹមផ្អែមល្ហែមបំផុតលោកតាស័កដែលឥឡូវនេះមានវ័យ60ឆ្នាំទៅហើយក៏បានងើបមុខឡើងសម្លឹងមើលទៅមូលិកាប៉ុន្តែលើកនេះខ្សែភ្នែករបស់លោកតាមិនមែនជាខ្សែភ្នែកដែលមើលទៅដូចជាចៅស្រីតូចដូចមុននោះទេលោកក៏បានសម្លឹងមើលបបូរមាត់ដ៏ក្រហមព្រឿងនិងកញ្ចឹងកដ៏សខ្ចីរបស់នាងរួចក៏ប្រញាប់ងាកមុខចេញទាំងបេះដូងរបស់លោកលោតខុសចង្វាក់នៅក្នុងចិត្តរបស់លោកតាកំពុងតែមានសង្គ្រាមដ៏កាចសាហាវមួយសង្គ្រាមរវាងឋានៈជាអ្នកមានគុណនិងអារម្មណ៍ជាបុរសម្នាក់ដែលលងស្នេហ៍ស្រឡាញ់ទៅលើស្រីក្មេងទៅវិញទៅកូនតាធ្វើការបន្តិចទៀតលោកតាស័កក៏បានតបទៅវិញដោយសំឡេងស្ងួតហួតហែងនិងព្យាយាមបន្លប់អារម្មណ៍របស់គាត់ពេលនោះមូលិកាក៏បានដើរជួបផ្ទះវិញទាំងឆ្ងល់និងមានអារម្មណ៍ថាលោកតាស័កនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះគឺជាមនុស្សចម្លែកលោកមិនសូវនិយាយជាមួយនាងដូចមុនឡើយលោកចូលចិត្តផឹកស្រាស្ងាត់ម្នាក់ឯងនាពេលយប់ហើយជួនកាលនាងលួចឃើញលោកសម្លឹងមើលនាងពីក្រោយខ្នងដោយខ្សែភ្នែកដែលនាងមិនយល់អត្ថន័យទាល់តែសោះប៉ុន្តែសន្តិភាពនៅក្នុងផ្ទះឈើដ៏តូចនេះចាប់ផ្ដើមរង្គោះរង្គើនៅពេលដែលលោកយាយសោមអ្នកជិតខាងមាត់ដាច់និងចូលចិត្តនិយាយរឿងអ្នកដតីបានដើរនិយាយបំពល់ពេញភូមិតែម្ដងពួកឯងមើលចុះមើលតាស័កនិងនាងមូលិកាមិនមែនជាសាច់ឈាមគ្នាផងឥឡូវមូលិកាកាន់តែស្អាតចាំមើលចុះមិនយូរទេតាកញ្ចាស់នឹងលេបត្របាក់ចៅស្រីខ្លួនឯងជាជាក់មិនខានឡើយសម្ដីអាក្រក់របស់លោកយាយសោមចាប់ផ្ដើមរីករាលដាលដូចភ្លើងឆេះព្រៃធ្វើឲ្យអ្នកភូមិចាប់ផ្ដើមសម្លឹងមើលគ្រួសារលោកតាស័កដោយខ្សែភ្នែកមើងងាយបំផុតថ្ងៃមួយមូលិកាក៏បានដើរផ្សារទាំងទឹកភ្នែករលីងរលោងព្រោះឮគេនិយាយឌឺដងដាក់នាងមានអារម្មណ៍ថាមានភាពអាម៉ាស់និងឈឺចាប់ជំនួសលោកតាស័កនៅក្នុងពេលដែលនាងកំពុងតែអស់សង្ឃឹមសេមដែលជាក្មេងប្រុសអ្នកភូមិដែលជាមិត្តល្អរបស់នាងក៏បានដើរមកជិតនិងហុចកន្សែងឲ្យនាងជូតទឹកភ្នែកមូលិកាកុំយំអីមាត់មនុស្សឥតធម៌អ្វីក៏គេហ៊ាននិយាយដែរឲ្យតែយើងដឹងតែខ្លួនឯងស្អាតស្អំគឺវាគ្រប់គ្រាន់ទៅហើយមូលិកាសេមក៏បានលើកទឹកចិត្តនាងប៉ុន្តែក្នុងចិត្តសេមក៏ដឹងរឿងខ្លះពីនាងដែរនៅក្នុងយប់នោះភ្លៀងចាប់ផ្ដើមធ្លាក់ម្ដងទៀតលោកតាស័កអង្គុយផឹកស្រានៅមុខផ្ទះទាំងអារម្មណ៍វល់ក្លិនខ្លួនក្រអូបស្ភាយរបស់មូលិកាបានដើរមកបិទបង្អួចក្បែរនោះធ្វើឲ្យលោកតាស្រវឹងលើដើមលោកក៏ស្ទុះទៅចាប់ដៃមូលិកាជាប់ធ្វើឲ្យនាងភ្ញាក់ខ្លួនព្រឺតលោកតាស្រវឹងហើយទៅសម្រាកចុះមូលិកានិយាយទាំងមានអារម្មណ៍ភិតភ័យលោកតាស័កសម្លឹងមើលមុខនាងទាំងភ្នែកស្លក់រួចក៏ខ្សឹបនិយាយតិចមូលិកាតាគ្មាននរណាក្រៅពីនាងទេកុំចាក់ចេញពីតាអីណាចៅមូលិកាមើលឃើញភាពភ័យខ្លាចនិងភាពឯកានៅក្នុងភ្នែករបស់លោកតានាងក៏អោបដៃលោកតាដោយក្តីអាណិតដោយមិនដឹងឡើយថាការអាណិតរបស់នាងកំពុងតែធ្វើឲ្យស្រមោលស្នេហ៍នៅក្នុងចិត្តរបស់លោកតាស័កកាន់តែរីកធំធាត់ឡើងធំទៅរហូតដល់ថ្ងៃមួយវានឹងក្លាយជាព្យុះបោកបក់ជីវិតរបស់នាងឲ្យខ្ទេចខ្ទីពន្លឺព្រះអាទិត្យពណ៌មាសចាប់ផ្ដើមចាំងជះកាត់អាប់ត្រជាក់តាមចំការម្រេច
ម៉ូលីកាងើបពីប្រលឹមដើរដើម្បីរៀបចំបាយទឹកឲ្យលោកតាដូចរាល់ដងទោះបីជារឿងរ៉ាវកាលពីយប់មិញនៅពេលដែលលោកតាស័កចាប់ដៃនាងជាប់និងនិយាយពាក្យចម្លែកធ្វើឲ្យនាងមានអារម្មណ៍មិនសូវស្រួលចិត្តក៏ដោយប៉ុន្តែនាងនៅតែព្យាយាមគិតនៅក្នុងផ្លូវល្អថាវាគ្រាន់តែជាឥទ្ធិពលនៃជាតិស្រវឹងនិងភាពភ័យខ្លាចនៃភាពឯកោរបស់មនុស្សចាស់តែប៉ុណ្ណោះលោកតាបាយឆ្អិនហើយចាម៉ូលីកាហៅលោកតាទាំងស្នាមញញឹមព្យាយាមធ្វើឲ្យបរិយាកាសត្រឡប់មកវិញជាធម្មតាលោកតាស័កដើរមកញញឹមទាំងទឹកមុខស្រងូតស្រងាត់គេមិនហ៊ានសម្លឹងចំភ្នែកម៉ូលីកាឡើយព្រោះនៅក្នុងចិត្តរបស់គេដឹងខ្លួនច្បាស់ថាកាលពីយប់មិញគេបានធ្វើរឿងដែលមិនសមរម្យថ្ងៃនេះតាចុះទៅចំការកៅស៊ូត្រៃម្ខាងនាងមិនបាច់ទៅទេនៅផ្ទះសម្រាប់ទៅឬទៅជួយការងារយាយសោមបន្តិចទៅកុំឲ្យគាត់និយាយអាក្រក់ពីយើងអីសម្ដីរបស់លោកតាស័កហាក់បីដូចជាចង់ដេញនាងទៅឲ្យឆ្ងាយម៉ូលីកាមិនបានតបអ្វីឡើយនាងគ្រាន់តែងក់ក្បាលទទួលអារម្មណ៍ទាំងសៅមកនៅក្នុងពេលជាមួយគ្នានោះនៅឯមាត់ផ្លូវជួរភូមិឡាន pick up ពណ៌ខ្មៅមួយគ្រឿងបានបើកយឺតចូលមកដល់បុរសវ័យក្មេងម្នាក់មានរូបរាងខ្ពស់ស្រឡះស្លៀកពាក់បែបអ្នករៀនសូត្រពីទីក្រុងបានឈប់ឡានរួចចុះមកសួរផ្លូវអ្នកភូមិគេគឺសម្រិទ្ធនិស្សិតកសិកម្មឆ្នើមដែលចុះធ្វើកម្មសិក្សានិងស្រាវជ្រាវពីការដាំដុះផ្លែម្រេចដោយចៃដន្យសម្រិទ្ធក៏បានដើរមកដល់មុខផ្ទះរបស់ម៉ូលីកាល្មមខណៈដែលនាងកំពុងតែលើកកញ្ច្រែងហាលគ្រាប់ម្រេចនៅមុខផ្ទះម្នាក់ឯងខ្យល់បក់មកតិចធ្វើឲ្យសក់វែងអន្លាយរបស់ម៉ូលីកាហោះប៉ះទៅនឹងផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាងទិដ្ឋភាពនោះបានធ្វើឲ្យសម្រិទ្ធគាំងថ្មឹងហាក់បីដូចជាពិភពលោកទាំងមូលឈប់វិលតែម្ដងសុំទោសកញ្ញាតើផ្ទះលោកមេភូមិនៅឯណាដែរសម្រិទ្ធសួរដោយសំឡេងទន់ភ្លន់បំផុតម៉ូលីកាក៏បានងាកមករួចក៏ញញឹមដាក់គេទាំងភាពរុះរាយរាក់ទាក់អូលោកដើរទៅត្រង់ទៅរួចក៏បានបត់ឆ្វេងតាមផ្លូវដើមថ្នោតនោះទៅលោកនឹងឃើញផ្ទះឈើដែលធំជាងគេនឹងហើយសម្រិទ្ធមិនទាន់បានដើរចេញឡើយគេបានសម្លឹងមើលម៉ូលីកាដោយកែវភ្នែកកោតសរសើរខ្ញុំសូមអរគុណច្រើនហើយខ្ញុំឈ្មោះសម្រិទ្ធមកពីទីក្រុងភ្នំពេញខ្ញុំនឹងមកស្នាក់នៅទីនេះមួយរយៈដើម្បីធ្វើការស្រាវជ្រាវពីចម្ការម្រេចបើមិនយល់ទាស់ទេថ្ងៃក្រោយខ្ញុំសូមមកសុំយោបល់ពីកញ្ញាផងបានដែរឬទេម៉ូលីការាំងអៀនបន្តិចរួចក៏បានងក់ក្បាលយល់ព្រមទៅតាមបែបគួរសមនាងមិនដឹងទេថាខណៈដែលនាងកំពុងតែឈរជជែកលេងជាមួយបុរសប្លែកមុខម្នាក់នោះលោកតាស័កដែលទៅតែដើរត្រឡប់មកពីចំការវិញដើម្បីយកសម្ភារៈដែលបានភ្លេចក៏បានឈរមើលពីចម្ងាយទាំងក្តាប់ដៃយ៉ាងណែនភ្លើងប្រច័ណ្ឌដែលលោកតាស័កខំបានលាក់ទុកជាច្រើនឆ្នាំបានផ្ទុះឡើងដូចជាភ្នំភ្លើងលោកមានអារម្មណ៍ថារបស់មានតម្លៃដែលលោកខំថែរក្សា20ឆ្នាំកន្លងមកកំពុងត្រូវបានអ្នកដទៃមកបបោសអង្អែលដោយសម្ដីផ្អែមល្ហែមលោកក៏បានដើរចូលមកកាត់ចង្វាក់ទាំងទឹកមុខយ៉ាងមាំខ្លាំងបំផុតម៉ូលីកាចូលទៅផ្ទះវិញភ្លាមលោកតាស័កស្រែកខ្លាំងធ្វើឲ្យម៉ូលីកានិងសម្រិទ្ធភ្ញាក់ព្រឺតលោកតាគឺគាត់គ្រាន់តែមកសួរផ្លូវទេចាលោកតាម៉ូលីកាព្យាយាមពន្យល់ប្រាប់ទៅលោកតាខ្ញុំប្រាប់ឲ្យចូលផ្ទះមិនឮទេអីលោកតាស័កមិនស្ដាប់ឡើយលោកក៏ដើរមកទាញដៃម៉ូលីកាយ៉ាងខ្លាំងចូលទៅក្នុងផ្ទះបន្សល់ទុកឲ្យសម្រិទ្ធឈងឿងឆ្ងល់និងមានអារម្មណ៍មិនល្អចំពោះចរិតដ៏ឆេវឆាវរបស់បុរសចំណាស់ម្នាក់នោះនៅក្នុងផ្ទះលោកតាស័កក៏បានជេរស្ដីម៉ូលីកាយ៉ាងខ្លាំងនាងឯងកាន់តែពេញក្រមុំកាន់តែចង់បានប្រុសមែនទេឃើញគេស្អាតបាតមកពីទីក្រុងចង់ហក់ទៅរកគេភ្លាមតែម្ដងម៉ូលីកាយំខ្សឹបខ្សួលនាងឈឺចាប់បំផុតនៅពេលដែលមនុស្សដែលនាងគោរពបំផុតបែរជាមើលងាយលើរូបនាងបែបនេះលោកតាហេតុអ្វីលោកតានិយាយបែបហ្នឹងលោកតាធ្លាប់តែជាមនុស្សល្អហេតុអ្វីឥឡូវលោកតាប្រែជាកាចសាហាវបែបនេះ
លោកតាស័កគាំងសម្ដីលោកសម្លឹងមើលទឹកភ្នែកម៉ូលីការួចក៏ដឹងខ្លួនថាខ្លួនឯងធ្វើជាជ្រុលជ្រោះពេកហើយប៉ុន្តែភាពអាត្មានិយមនៅក្នុងចិត្តមិនព្រមឲ្យលោកតាសុំទោសនាងឡើយលោកក៏បានដើរចេញទៅក្រៅរួចក៏ចាក់សោរបងផ្ទះនៅពីខាងក្រៅមិនឲ្យម៉ូលីកាចេញទៅណាទាំងអស់នៅក្នុងយប់នោះយាយសោមដែលលួចមើលពីរបងផ្ទះក៏បានដើរទៅប្រាប់អ្នកភូមិទាំងសើចក្អាកក្អាយឃើញទេតាស័កវាចាប់ផ្ដើមឃុំខ្លួនចៅវាធ្វើជាប្រពន្ធហើយអាប្រុសក្មេងមកពីភ្នំពេញហ្នឹងស្ទើរតែត្រូវតាស័កកាប់ក្បាលមួយកំបិតទៅហើយពាក្យចចាមអារាមកាន់តែរីករៀលដាលធំឡើងគណៈដែលម៉ូលីកាត្រូវដេកយំម្នាក់ឯងនៅក្នុងបន្ទប់ដកងងឹតឈឹងនាងចាប់ផ្ដើមដឹងខ្លួនថាជីវិតរបស់នាងលែងមានសុវត្ថិភាពដូចមុនទៀតហើយស្រមោលស្នេហ៍របស់លោកតាកំពុងតែប្រែជាច្រវាក់ដែកកំពុងតែរឹតបន្តឹងកនាងបន្តិចម្ដងភាពស្ងប់ស្ងាត់នៅក្នុងផ្ទះឈើចាស់បន្ទាប់ពីការផ្ទុះកំហឹងរបស់លោកតាស័កហាក់បីដូចជាខ្យល់ព្យុះដែលកំពុងតែរងចាំថ្ងៃបោកបក់ជាថ្មីម៉ូលីកាអង្គុយនៅជ្រុងម្ខាងនៃគ្រែនៅក្នុងបន្ទប់ងងឹតស្លុបភ្នែករបស់នាងហើមយំជោគជាំនិងក្រហមពេញមួយល្ងាចនាងមិនយល់ទាល់តែសោះថាហេតុអ្វីបានជាជីតាដែលធ្លាប់តែស្លូតបូតប្រែជាមនុស្សដែលមានចិត្តកំណាចនិងពោពេញទៅដោយភាពច្រណែនឈ្នានីសទៅវិញលោកតាតើលោកតាពិតជាចង់ខាំងទុកខ្ញុំនៅក្នុងទ្រង់នេះជារៀងរហូតមែនទេនាងយំខ្សឹបខ្សួរខ្លួនឯងទាំងអស់សង្ឃឹមនៅខាងក្រៅបន្ទប់លោកតាស័កអង្គុយនៅខាងមុខផ្ទះបង្ហូរស្រាចូលបំពង់កម្ដងហើយម្ដងទៀតកែវភ្នែកដែលធ្លាប់តែមុតស្រួចឥឡូវប្រែជាស្លក់និងពោពេញទៅដោយភាពវិបដិសារីលោកដឹងខ្លួនថាអ្វីដែលលោកធ្វើដាក់ម៉ូលីកាថ្ងៃនេះវាគឺជារឿងថោកទាបបំផុតប៉ុន្តែរាល់ពេលដែលលោកនឹកឃើញទៅដល់រូបភាពម៉ូលីកាញញឹមដាក់សម្រិតបេះដូងរបស់លោកហាក់បីដូចជាត្រូវគេយកកំបិតមកចាក់ទម្លុះបេះដូងរបស់លោករាប់ពាន់កំបិតអញ្ចឹងខ្ញុំមិនអាចឲ្យអ្នកណាមកដណ្ដើមនាងចេញពីខ្ញុំបានទេនាងគឺជារបស់ខ្ញុំជាអ្នកសង្គ្រោះនាងខ្ញុំជាអ្នកផ្ដល់ជីវិតឲ្យនាងលោកតាស័កបានពោលទាំងពាក្យសម្ដីស្រវឹងស្រអួលតិចលុះទៅដល់ព្រឹកថ្ងៃថ្មីបរិយាកាសកាន់តែអាប់អួរលោកតាស័កមិនព្រមបើកទ្វារឲ្យម៉ូលីកាចេញមកក្រៅផ្ទះឡើយសូម្បីតែដើរទៅផ្សារលោកសុកចិត្តទៅទិញម្ហូបអាហារធ្វើដោយខ្លួនឯងនិងដេកយាមនៅមុខផ្ទះមិនឲ្យអ្នកណាមកក្បែរម៉ូលីកាឡើយនៅក្នុងពេលជាមួយគ្នានោះសម្រិតដែលមិនទាន់អស់ចិត្តនឹងការពីម្សិលមិញក៏បានព្យាយាមមកដើរក្បែររបងផ្ទះលោកតាស័កម្ដងទៀតគេមានអារម្មណ៍ថាមានអ្វីម្យ៉ាងមិនប្រក្រតីនៅក្នុងផ្ទះរបស់លោកតាស័កហើយគេក៏បានជួបនឹងយាយសែមដែលកំពុងតែឈរឃ្លាំមើលម៉ូលីកាពីចម្ងាយដែរបងប្រុសកុំចូលទៅជិតអីលោកតាស័កគាត់កំពុងតែខឹងណាស់សែមបានខ្សឹបប្រាប់សម្រិតគាត់មិនដែលធ្វើបែបនេះដាក់ម៉ូលីកាពីមុនទេខ្ញុំពិតជាបារម្ភពីនាងខ្លាំងណាស់ពេលនោះសម្រិតក៏បានជ្រួញចិញ្ចើមបន្តិចហេតុអ្វីគាត់ត្រូវឃុំឃាំងចៅស្រីរបស់ខ្លួនឯងនៅក្នុងផ្ទះបែបនេះវាគឺជាអំពើខុសច្បាប់ណាសម្រិតសម្រេចចិត្តមិនត្រឡប់ទៅវិញដោយបាត់ដៃទៅទេឡើយគេក៏បានលួចសរសេរសម្បត្តិតូចមួយរួចក៏បោះចូលទៅតាមបង្អួចបន្ទប់របស់ម៉ូលីកាដែលបានឃុំឃាំងនៅពេលដែលលោកតាស័កដើរចេញទៅខាងក្រោយផ្ទះម៉ូលីកាក៏បានបើកសម្បត្តិអានទាំងបេះដូងលូតញាប់កញ្ញាម៉ូលីកាខ្ញុំដឹងថាកញ្ញាកំពុងតែមានទុក្ខបើត្រូវការជំនួយសូមផ្ដល់ជាសញ្ញាប្រាប់ខ្ញុំមកខ្ញុំនឹងមិនទុកឲ្យកញ្ញារងទុក្ខតែម្នាក់ឯងឡើយពីសម្រិតទឹកមាត់ដែលជូរចត់របស់ម៉ូលីកាប្រែជាផ្អែមបន្តិចនៅពេលដែលឃើញសារលើកទឹកចិត្តបែបនេះនាងចាប់ផ្ដើមមើលឃើញពន្លឺនៃសេចក្តីសង្ឃឹមប៉ុន្តែនាងមិនដឹងទេថាសកម្មភាពរបស់នាងកំពុងស្ថិតនៅក្រោមការតាមដានរបស់លោកយាយសោមដែលកំពុងអង្គុយនៅលើផ្ទះជិតខាងនោះដែរយាយសោមញញឹមបែបពឹសពុលរួចក៏ស្រែកប្រាប់លោកតាស័កពីចម្ងាយអេតាស័កអើយមើលចៅឯងឲ្យស្រួលបួលប្រយ័ត្នវាលួចផ្ញើសារ
ឆ្លងឆ្លើយជាមួយសង្សារវាតាមរបងផ្ទះរដ្ឋបាត់ណាឬសម្ដីយាយសោមលោកតាសាក់ស្ទុះមកក្នុងផ្ទះដូចជាខ្លាមានរបួសលោកក៏បានធាក់ទ្វារបន្ទប់មលការួចក៏បានឆក់យកសម្បត្តិនៅក្នុងដៃមកហែកខ្ទេចខ្ទីអស់នាងឯងហ៊ានណាស់មលកាចង់តាក់តងអាប្រុសក្មេងក្រុងនឹងមែនទេចង់ឲ្យវាមកជួយរំដោះឯងចេញពីតាកញ្ចាស់ម្នាក់នេះមែនទេលោកតាសាក់ក៏បានស្រែកខ្លាំងៗរួចក៏បានទាញសក់មលកាឲ្យងើបមកឡើងលោកតាឈប់ទៅលោកតាខ្ញុំឈឺណាស់លោកតាមលកាយំអង្វរឈឺមែនទេបើឈឺចាំទុកកន្លែងនេះទៅលោកតាសាក់ទាញសក់ទាញច្រវាក់ដែកដែលលោកធ្លាប់ប្រើសម្រាប់ចងឆ្កែមកចងជើងមលកាជាប់នៅឯជើងក្រែចាប់ពីថ្ងៃនេះទៅនាងមិនបាច់ចេញពីបន្ទប់នេះឡើយដរាបណានាងមិនទាន់ដឹងកំហុសរបស់ខ្លួនឯងលោកតាសាក់ក៏បានដើរចេញពីបន្ទប់រួចក៏បានបិទទ្វារចាក់សោយ៉ាងណែនបន្សល់ទុកឲ្យមលកាដេកអោបជើងដែលមានស្នាមច្រវាក់រឹតបន្តឹងចិត្តដែលធ្លាប់តែលាក់បាំងរបស់លោកតាសាក់ឥឡូវនេះបានคล้ายជាទង្វើដ៏ឃោរឃៅដែលមិនអាចអត់ឱនឲ្យបានចំណែកឯសម្រិទ្ធនិងសែមវិញបានលើសំឡេងស្រែកយំពីក្នុងផ្ទះក៏ចាប់ផ្ដើមដឹងថាពួកគេមិនអាចនៅឈ្ងៀមទៀតឡើយសង្គ្រាមសេចក្តីសេរីភាពរបស់មូលិកាកំពុងតែចាប់ផ្ដើមឆាបឆេះឡើងហើយនៅយប់នោះគឺជាយប់ដ៏យូរអង្វែងបំផុតសម្រាប់មូលិកាសំឡេងច្រវាក់ដែកដែលប៉ះទង្គិចទៅនឹងជើងក្រែរាល់ពេលដែលនាងរំកិលខ្លួនវាប្រៀបបីដូចជាសញ្ញាដាស់តឿនថានាងលែងមានសេរីភាពទៀតហើយក្នុងពេលនេះនាងអង្គុយអោបក្បាលជង្គង់នៅក្នុងភាពងងឹតសម្លឹងមើលទៅលើមេឃតាមប្រហោងជញ្ជាំងនៅក្នុងចិត្តនឹកទៅដល់សម្ដីដ៏កក់ក្ដៅរបស់សម្រិទ្ធនិងភាពស្មោះត្រង់របស់សេមនៅខាងក្រៅរបងផ្ទះសម្រិទ្ធមិនបានតាណាឆ្ងាយឡើយគេអង្គុយក្នុងឡានជាមួយសេមភ្នែកសម្លឹងមើលទៅលើផ្ទះឈើដែលបិទជិតឈឹងនោះទាំងក្តីបារម្ភបំផុតបងសម្រិទ្ធបើយើងចូលទៅឥឡូវលោកតាសាក់ប្រកាសជាកាប់យើងមិនខានទេគាត់មានទាំងកំបិតផ្កាក់នៅក្បែរខ្លួនជានិច្ចសេមនិយាយទាំងញ័រស្មាតិចតិចសម្រិទ្ធក្តោបជង្គូតឡានយ៉ាងណែនយើងមិនអាចទុកឲ្យកញ្ញាមូលិការងទុកបែបនេះបានទេស្អែកនេះខ្ញុំនឹងចូលទៅជួបគាត់ចំក្នុងនាមជាមន្ត្រីចុះមកពិនិត្យចំការខ្ញុំដឹងថាបើគាត់ហ៊ានធ្វើបាបខ្ញុំនៅចំពោះមុខច្បាប់ដែរឬទេលុះព្រឹកឡើងលោកតាសាក់ក៏បានដើរចូលទៅក្នុងបន្ទប់មូលិកាជាមួយនឹងចានបាយមួយទឹកមុខរបស់លោកមើលទៅស្លេកស្លាំងហាក់បីដូចជាមនុស្សមិនបានដេកពេញមួយយប់លោកក៏បានដោះច្រវាក់ចេញពីជើងមូលិការួចនិយាយដោយសំឡេងខ្សោៗថាស៊ីទៅរួចរៀបចំខ្លួនចុះទៅជួយតានៅចំការតាចង់ឲ្យនាងនៅក្បែរភ្នែកតារហូតចាប់ពីថ្ងៃនេះទៅមូលិកាមិនបានតបតអ្វីឡើយនាងក៏បានដើរតាមលោកតាទៅចំការម្រេចក្រៅផ្ទះដូចជាមនុស្សយន្តដែលគ្មានវិញ្ញាណនៅក្នុងខ្លួនខណៈដែលនាងកំពុងតែបេះម្រេចទាំងក្តីអស់សង្ឃឹមសម្រិទ្ធក៏បានបង្ហាញខ្លួនជាមួយសៀវភៅកត់ត្រានិងប៊ិចនៅក្នុងដៃដើរចូលទៅក្នុងចំការយ៉ាងក្លាហានបំផុតជំរាបសួរលោកពូសាក់សម្រិទ្ធនិយាយទាំងញញឹមប៉ុន្តែកែវភ្នែករបស់គេសម្លឹងមើលទៅមូលិកាដោយក្តីបារម្ភខ្ញុំមកពីមន្ទីរកសិកម្មចង់មកសាកសួរពីបច្ចេកទេសដាំម្រេចរបស់លោកពូដើម្បីយកទៅធ្វើជារបាយការណ៍ទៅកាន់ថ្នាក់ខេត្តលោកតាសាក់បញ្ឈប់ដៃពីការងារភ្នែកសម្លឹងមើលសម្រិទ្ធទាំងចង់ចិញ្ចើមខ្ញុំមិនចង់ល្បីហើយក៏មិនចង់ធ្វើរបាយការណ៍ឲ្យអ្នកណាដែរសូមលោកអញ្ជើញទៅចំការផ្សេងទៅសម្រិទ្ធមិនថយក្រោយឡើយគេក៏ដើរចូលទៅជិតមូលិការួចក៏និយាយខ្លាំងៗឲ្យលោកតាសាក់ឮចុះកញ្ញាមូលិកាកញ្ញាមានអារម្មណ៍យ៉ាងណាចំពោះការរស់នៅនិងការធ្វើការនៅក្នុងចំការនេះតើមានសម្ពាធឬមានអ្នកណាបង្ខិតបង្ខំកញ្ញាដែរឬទេសំណួរនេះដូចជាមជ្ឈុលចាក់ទម្លុះបេះដូងរបស់លោកតាសាក់គាត់ស្ទុះមកចន្លោះកណ្ដាលមូលិកានិងសម្រិទ្ធរួចក៏សម្លឹងមុខសម្រិទ្ធចំក្មួយប្រុសឯងក្មេងណាស់កុំចង់មកចេះដឹងរឿងគ្រួសារអ្នកដទៃមូលិកាជាចៅរបស់ខ្ញុំនាងរស់នៅជាមួយខ្ញុំដោយមានសេចក្តីសុខបំផុតហើយបើឯងចង់មានរឿង
មិនចង់មានរឿងឆាប់ចេញពីចំការរបស់ខ្ញុំនេះភ្លាមនៅក្នុងពេលនោះលោកយាយសោមក៏បានដើរមកដែរគាត់មិនដែលរំលងឱកាសបែបនេះឡើយអាយ៉ាតាសាក់អើយឲ្យវាសួរទៅកុំចិត្តអាក្រក់ពេកឬមួយក៏ខ្លាចចៅស្រីលួចប្រាប់ដំណឹងអាត់កំបាំងដែលតាតែងតែចងជើងវានៅក្នុងបន្ទប់កាលពីយប់មិញសម្ដីរបស់យាយសោមធ្វើឲ្យសម្រិតមានផុសតាំងកាន់តែច្បាស់គេក៏ងាកមើលជើងរបស់ម៉ូលីកាក៏ឃើញស្នាមជួមក្រហមជុំវិញក៏ជើងដែលបន្សល់ទុកពីស្នាមច្រវាក់ម៉ូលីកាប្រាប់ខ្ញុំមកតើគាត់ធ្វើបាបអ្នកពិតមែនទេសម្រិតសួរទាំងមានកំហឹងម៉ូលីកាសម្លឹងមើលមុខលោកតាសាក់ឃើញកែវភ្នែករបស់លោកតាពោពេញទៅដោយការអង្វរកលីឡំនឹងការគំរាមកំហែងនាងដឹងថាបើនាងនិយាយពិតឥឡូវនេះរឿងរ៉ាវនឹងកាន់តែធំនាងក៏សម្រក់ទឹកភ្នែករួចក៏និយាយទាំងញ័រមាត់អត់ទេខ្ញុំមិនអីទេលោកសម្រិតសូមលោកត្រឡប់ទៅវិញខ្ញុំសូមអង្វរសម្រិតឈឺចាប់បំផុតនៅពេលដែលឃើញនារីដែលខ្លួនស្រឡាញ់ត្រូវរស់នៅក្នុងភាពភ័យខ្លាចដល់ថ្នាក់នេះគេក៏បានងាកមកសម្លឹងមើលមុខលោកតាសាក់រួចនិយាយដោយសម្ដីដាច់អហង្ការលោកពូលោកអាចបង្ខំឲ្យនាងនិយាយភូតភរបានតែលោកមិនអាចបង្ខំបេះដូងនាងឲ្យនៅជាមួយលោកបានរហូតនោះទេសូមចាំទុកចុះខ្ញុំនឹងមិនបោះបង់ម៉ូលីកានោះឡើយសម្រិតក៏បានដើរចេញទៅបាត់ប៉ុន្តែវត្តមានរបស់គេបានបន្សល់ទុកនៅភ្លើងកំហឹងនិងភាពមិនទុកចិត្តនៅក្នុងចិត្តរបស់លោកតាសាក់កាន់តែខ្លាំងឡើងលោកតាសាក់មើលម៉ូលីការួចក៏បានខ្សឹបដាក់ត្រចៀករបស់នាងថានាងឃើញទេវត្តមានរបស់វាមានតែនាំរឿងមកឲ្យយើងប៉ុណ្ណោះចាប់ពីពេលនេះទៅនាងមិនត្រូវជួបវាទៀតឡើយបើមិនចឹងទេកុំបន្ទោសថាតាចិត្តអាក្រក់ឲ្យសោះជុះកំហឹងកំពុងតែចាប់ផ្ដើមបក់បោកកាន់តែខ្លាំងអើសម្រិតនឹងប្រើវិធីច្បាប់ឬវិធីសាស្ត្រអ្វីដើម្បីរំដោះម៉ូលីកាហើយតើលោកតាសាក់នឹងហ៊ានធ្វើអ្វីដែលរឹតតែខុសខើជាងនេះដែរឬទេបន្ទាប់ពីការចាក់ចែងរបស់សម្រិតបរិយាកាសនៅក្នុងចំការម្រេចប្រែជាត្រជាក់ស្រេបសូម្បីតែកម្ដៅថ្ងៃនៅពេលថ្ងៃត្រង់ក៏មិនអាចធ្វើឲ្យបេះដូងរបស់ម៉ូលីកាកក់ក្ដៅបានដែរនាងក៏បានឈរញ័រខ្លួនតិចខណៈដែលលោកតាសាក់សម្លឹងមើលនាងដោយខ្សែភ្នែកដែលនាងមិនដែលស្គាល់មិនដែលដឹងពីមុនមកវាគឺជាខ្សែភ្នែករបស់អ្នកឈ្នះដែលពោពេញទៅដោយភាពអាត្មានិយមបំផុតតើវាផ្អែមល្ហែមណាស់មែនទេសម្ដីអាប្រុសក្មេងម្នាក់នោះលោកតាសាក់បន្លឺឡើងទាំងសំឡេងក្រអិលខណៈដែលដៃរបស់លោកតាកំពុងតែក្តោបកាន់កាំបិតផ្គាក់ជាប់នឹងដៃលោកតាខ្ញុំសូមអង្វរឈប់យល់ច្រឡំទៀតទៅម៉ូលីកាយំរហូតលែងចេញសំឡេងគាត់គ្រាន់តែជាអ្នកក្រៅម្នាក់ដែលអាណិតខ្ញុំតែប៉ុណ្ណោះអាណិតមនុស្សប្រុសដូចវាមិនដែលអាណិតស្រីណាដែលគ្មានគោលបំណងឡើយវាចង់បាននាងវាមើលមកនាងដោយខ្សែភ្នែកដែលចង់ឆក់យកចេញពីដៃរបស់តាលោកតាសម្រិតស្រែកខ្លាំងរហូតធ្វើឲ្យសត្វស្លាប់ហើបញ្ច្រាស់ក្បែរនោះហើចេញពីគុំព្រៃចាប់ពីថ្ងៃនេះទៅលោកតាសាក់លែងទុកចិត្តម៉ូលីកាសំបីតែ1វិនាទីលោកឈប់ឲ្យនាងចុះទៅចំការលោកបង្ខំឲ្យនាងនៅតែក្នុងផ្ទះដែលឥឡូវនេះប្រៀបបីដូចជាគុកងងឹតគ្រប់ច្រកល្ហកនៃផ្ទះត្រូវបានលោកតាសាក់បិទជិតដោយដែកគោលនិងបញ្ឈើបន្ទះក្តារនាងលែងបានឃើញពន្លឺព្រះអាទិត្យនាងលែងបានឮសំឡេងអ្នកភូមិអ្វីដែលនាងឮមានតែសំឡេងជើងប្រឹបរបស់លោកតាសាក់ដែលដើរយាមជុំវិញផ្ទះរាល់យប់ប៉ុណ្ណោះនៅក្នុងពេលគ្នានោះដែរសម្រិតមិនបាននៅស្ងៀមឡើយគេក៏បានព្យាយាមទៅរកប៉ូលីសប៉ុន្តែដោយសារតែលោកតាសាក់ជាមនុស្សដែលធ្លាប់មានគុណបំណាច់ក្នុងភូមិនិងគ្មានភស្តុតាងច្បាស់លាស់ពីការធ្វើបាបរាងកាយធ្ងន់ធ្ងរប៉ូលីសគ្រាន់តែធ្វើការដាស់តឿនតាមរយៈមេភូមិប៉ុណ្ណោះទង្វើនេះកាន់តែធ្វើឲ្យលោកតាសាក់ខឹងសម្បានិងមានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងតែរួមដៃគ្នាដណ្ដើមម៉ូលីកាចេញពីរូបគាត់ហើយនៅយប់មួយលោកតាសាក់អង្គុយផឹកស្រារហូតដល់វង្វេងបាត់ស្មារតីលោកក៏បានដើរចូលនៅក្នុងបន្ទប់ម៉ូលីកាទាំងជើងត្រេតត្រោត
លោកអង្គុយចុះក្បែរម៉ូលីការួចក៏យកដៃដ៏ក្រើមមកអង្អែលសក់របស់នាងថ្នមប៉ុន្តែម៉ូលីកាមានអារម្មណ៍ខ្ពើមរអើមនិងភ័យខ្លាចបំផុតម៉ូលីកាអើយហេតុអ្វីនាងមិនយល់ពីចិត្តរបស់លោកតាស័កនិយាយទាំងសំឡេងញញតាបានខិតខំថែរក្សាឯង20ឆ្នាំតាលះបង់គ្រប់យ៉ាងដើម្បីនាងដឹងទេថាយប់ខ្លះតាដេកមិនលក់ព្រោះតែតាដឹកទៅដល់ថ្ងៃដែលនាងត្រូវចាក់ចេញពីតាស្លាប់មិនខានទេបើនាងទៅរៀបការជាមួយប្រុសផ្សេងលោកតាស្រវឹងហើយសូមលោកតាទៅសម្រាកចុះម៉ូលីកាព្យាយាមរុញដៃរបស់លោកតាចេញប៉ុន្តែភ្លើងប្រច័ណ្ឌនិងភាពអាត្មានិយមដែលបានគ្រប់គ្រងខួរក្បាលវាបានអស់ទៅហើយលោកស្រាប់តែស្ទុះទៅអោបម៉ូលីកាជាប់រួចព្យាយាមថើបនាងទាំងកំហឹងនាងជារបស់តានាងត្រូវតែជារបស់តាតែម្នាក់គត់ម៉ូលីកាក៏បានប្រើកម្លាំងរើបំរាស់យ៉ាងខ្លាំងនាងធាក់លោកតាស័កឲ្យដួលទៅនឹងដីរួចក៏រត់ទៅជ្រុងម្ខាងនៃបន្ទប់ទាំងយំខ្សឹបខ្សួលឈប់ទៅលោកតាគឺជាបិសាចខ្ញុំពិតជាខ្ពើមលោកតាណាស់លោកតាដឹងទេថាសម្ដីនិងទង្វើរបស់លោកតានៅពេលនេះកំពុងតែសម្លាប់ម៉ូលីកាដែលលោកតាធ្លាប់ស្រឡាញ់ពីមុនហើយសម្ដីបិសាចរបស់ម៉ូលីកាប្រៀបបីដូចជាទឹកត្រជាក់ស្រោចនៅលើភ្លើងកំហឹងលោកតាស័កគាំងថ្មឹងលោកសម្លឹងមើលកែវភ្នែកដែលពោពេញទៅដោយភាពខ្ពើមរអើមរបស់ម៉ូលីការួចលោកក៏យំចេញមកដូចជាកូនក្មេងលោកក៏បានដើរចេញពីបន្ទប់រួចក៏ចាក់សោពីខាងក្រៅយ៉ាងណែនបំផុតនៅខាងក្រៅផ្ទះសេមដែលបានលបស្ដាប់ពីខាងក្រោមផ្ទះបានឮគ្រប់យ៉ាងគេប្រញាប់រត់ទៅប្រាប់សម្រិតទាំងដង្ហើមញាប់បងសម្រិតឆាប់ឡើងលោកតាស័កគាត់ឈួតហើយគាត់រៀបនឹងធ្វើបាបម៉ូលីកាទៀតហើយសម្រិតដឹងហើយគេក៏លែងរងចាំច្បាប់ទៀតហើយគេត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីរំដោះម៉ូលីកាចេញពីនរកដែលលោកតាស័កបានសាងមុននឹងរឿងអ្វីហួសពេលអស់វត្តមានរបស់អ្នកទី3ដែលលោកតាស័កខ្លាចបំផុតកំពុងតែរៀបចំផែនការវិសម្រុកជួលនៅក្នុងផ្ទះឈើដ៏អាត់កំបាំងមួយនោះហើយរាត្រីដ៏ស្ងប់ស្ងាត់ប្រែជាមានភាពបឹកបោនៅពេលដែលសម្រិតនិងសេមសម្រេចចិត្តប្រថុយជីវិតលបចូលទៅក្នុងបរិវេណផ្ទះរបស់លោកតាស័កសម្រិតមិនអាចទ្រាំមើលម៉ូលីការងទុកនៅក្នុងកំដាប់ដៃបុរសចំណាស់ដែលវង្វេងទៅនឹងកម្មគុណតទៅទៀតទេគេក៏បានកាន់ពិលនិងដំបងក្នុងដៃដើរសម្ដៅទៅកាន់បង្អួចបន្ទប់របស់ម៉ូលីកាដែលត្រូវបានបិទជិតដោយបន្ទះឈើម៉ូលីកាឮបងនិយាយទេសម្រិតហៅតិចទាំងព្យាយាមគាស់បន្ទះក្តារឈើចេញនៅខាងក្នុងបន្ទប់ម៉ូលីកានាងកំពុងតែអង្គុយយំនៅក្នុងភាពងងឹតស្រាប់តែមានអារម្មណ៍ថាមានសង្ឃឹមនាងស្ទុះទៅក្បែរជញ្ជាំងរួចក៏បានឆ្លើយតបទាំងសំឡេងញ័របងសម្រិតជួយខ្ញុំផងលោកតាគាត់ឈួតហើយបងខណៈដែលសម្រិតកំពុងតែព្យាយាមជួយម៉ូលីកាស្រាប់តែភ្លើងពិលដ៏ភ្លឺចាំងមួយបានជះចំមុខរបស់គេលោកតាស័កក៏បានឈរទីនោះជាមួយនឹងកាំបិតផ្គាក់ដ៏មុតស្រួចនៅក្នុងដៃភ្នែករបស់លោកក្រហមងៀងដូចជាបិសាចដែលចេញពីឋាននរកអាប្រុសថោកទាបឯងហ៊ានលួចចូលនៅក្នុងផ្ទះយើងផងអីលោកតាស័កក៏បានស្រែកខ្លាំងរួចក៏ស្ទុះទៅរកសម្រិតទាំងកំហឹងសង្គ្រាមរវាងយុវជននិងបុរសចំណាស់បានផ្ទុះឡើងសម្រាប់ព្យាយាមគេចចេញពីផ្លែដាវប៉ុន្តែដោយសារលោកតាស័កមានកម្លាំងបាយនិងភាពឆេវឆាវលោកក៏បានវិបកទៅលើសម្រិតរហូតទៅដួលទៅដល់ដីលោកតាស័កក៏លើកកាំបិតបំរុងនិងកាប់សម្លាប់សត្រូវបេះដូងរបស់លោកប៉ុន្តែស្រាប់តែភ្លាមនោះឈប់ភ្លាមស័កឯងចង់សម្លាប់មនុស្សដោយកាលពី20ឆ្នាំមុនទៀតមែនទេសំឡេងក្រអិលនិងអង្អាចមួយបានបន្លឺឡើងបុរសចំណាស់ម្នាក់ទៀតដែលស្លៀកពាក់មានរបៀបរៀបរយបានដើរចូលមកជាមួយប៉ូលីស2នាក់គេគឺលោកវង្សាមិត្តចាស់របស់លោកតាស័កដែលបាត់ដំណឹងជាច្រើនឆ្នាំលោកតាស័កបានឈរគាំងថ្មឹងកបិតនៅក្នុងដៃក៏បានធ្លាក់ចុះទៅលើដីលោកសម្លឹងមើលលោកវង្សាទាំងភ័យខ្លាចវង្សាឯងមកទីនេះធ្វើអី
ខ្ញុំមកដើម្បីបញ្ចប់រឿងអាក្រក់ដែលឯងបានសាងឡើងនិងមកប្រាប់ការពិតទៅដល់ម៉ូលីកាលោកវង្សាងាកទៅមើលបន្ទប់ម៉ូលីការួចក៏បញ្ជាប៉ូលីសឲ្យជួយរំដោះនាងចេញមកនៅពេលដែលម៉ូលីកាបានមកដល់នាងក៏រត់ទៅអោបសម្រិតទាំងទឹកភ្នែកលោកវង្សាក៏បានដើរមកជិតនាងរួចនិយាយទាំងសម្ដីទន់ភ្លន់បំផុតម៉ូលីកាក្មួយត្រូវតែដឹងការពិតបុរសម្នាក់នេះមិនមែនជាអ្នកមានគុណរបស់ក្មួយឡើយកាលពី20ឆ្នាំមុនសាក់គឺជាតែកុងឡានរបស់គ្រួសារក្មួយដោយសារតែភាពលោភលន់ចង់បានទ្រព្យសម្បត្តិនិងមាសប្រាក់ដែលឪពុកក្មួយដឹកតាមរថយន្តគេក៏បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយចេតនាដើម្បីសម្លាប់អ្នកទាំងពីររួចក៏ប្លន់យកទ្រព្យសម្បត្តិមកសាងជីវិតថ្មីនៅទីនេះនៅពេលនោះម៉ូលីកាភាំងស្លុតនាងសម្លឹងមើលលោកតាសាក់ទាំងខ្ពើមរអើមនិងតក់ស្លុតជាទីបំផុតលោកតាតើរឿងនេះពិតមែនទេលោកតាជាអ្នកសម្លាប់ឪពុកម្ដាយរបស់ខ្ញុំមែនទេលោកតាសាក់ដួលទៅលើដីយំខ្សឹបខ្សួលដូចជាមនុស្សអស់សង្ឃឹមម៉ូលីកាឲ្យតាសុំទោសតាធ្វើបែបនេះក៏ព្រោះតែតាចង់មានជីវិតឲ្យប្រសើរឡើងតែក្រោយមកតាចិញ្ចឹមនាងដោយក្តីស្រឡាញ់ពិតមែនតាស្រឡាញ់ឯងខ្លាំងណាស់ស្រឡាញ់ម៉ូលីកាស្រែកទាំងឈឺចាប់សេចក្តីស្រឡាញ់របស់តាគឺសាងឡើងទៅលើគំនរឈាមម្ដាយឪពុករបស់ខ្ញុំលោកមិនមែនជាមនុស្សទេលោកគឺជាបិសាចដែលពាក់ស្រោមមុខជាទេវតាអាត់កំបាំងដែលលាក់ទុក20ឆ្នាំបានផ្ទុះឡើងយ៉ាងសាហាវលោកតាសាក់ត្រូវបានប៉ូលីសចាប់វេខ្នោះនាំខ្លួនចេញទៅទាំងសម្លេងស្រែកហៅឈ្មោះម៉ូលីកាយ៉ាងអណោចអធមបំផុតនៅពេលនោះម៉ូលីកាក៏បានដួលសន្លប់នៅក្នុងរង្វង់ដៃសម្រិតខណៈដែលពិភពលោកដែលនាងធ្លាប់តែជឿជាក់បានរលាយខ្ទេចខ្ទីអស់ត្រឹមតែមួយប្រពេចភ្នែកបន្ទាប់ពីរាត្រីដ៏រន្ធត់បានកន្លងផុតទៅផ្ទះឈើដែលធ្លាប់តែជាជំរកដ៏កក់ក្ដៅរបស់ម៉ូលីកាក៏បានប្រែក្លាយជាកន្លែងដែលគួរឲ្យខ្លាចបំផុតនាងបានអង្គុយនៅក្បែរបង្អួចសម្លឹងមើលទៅចំការម្រេចដែលឥឡូវនេះពោពេញទៅដោយស្រមោលនៃភាពភូតភររាល់ដង្ហើមជញ្ជូលរបស់នាងកាន់តែឈឺចាប់នៅពេលដែលនឹកឃើញថាបុរសដែលនាងធ្លាប់ហៅថាលោកតានឹងគោរពស្មើពេញមួយជីវិតគាត់គឺជាមនុស្សដែលបានផ្ដាច់សង្ខារឪពុកម្ដាយបង្កើតរបស់នាងទៅវិញហេតុអ្វីបានជាលោកតាធ្វើបែបនេះដាក់ខ្ញុំនាងក៏បានខ្សឹបសួរខ្លួនឯងទាំងទឹកភ្នែកហូរស្រក់ចុះនៅលើខ្នងដៃរបស់នាងហេតុអ្វីលោកឲ្យខ្ញុំរស់នៅក្នុងការភូតភរអស់រយៈពេល20ឆ្នាំមកនេះសម្រិតនិងសេមអង្គុយនៅក្បែរនោះទាំងមានក្តីបារម្ភសម្រិតព្យាយាមលួងលោមនាមប៉ុន្តែគេដឹងច្បាស់ថាគ្មានពាក្យសម្ដីណាអាចព្យាបាលរបួសផ្លូវចិត្តដ៏ធំធេងនេះបានឡើយម៉ូលីកាក្មួយត្រូវតែរឹងមាំឡើងលោកវង្សាដើរជុលមកជិតរួចក៏បានហុចប្រអប់ឈើតូចមួយឲ្យនាងនេះគឺជាវត្ថុដែលសល់ពីកន្លែងដែលកើតហេតុកាលពី20ឆ្នាំមុនវាគឺជាខ្សែកនិងរូបថតឪពុកម្ដាយក្មួយដែលសាក់វាបានលួចលាក់ទុកក្មួយជារបស់វាគួររក្សាវាទុកចុះក្មួយវានឹងរំលឹកក្មួយថាក្មួយមានគ្រួសារដែលស្រឡាញ់ក្មួយបំផុតម៉ូលីកាកាន់រូបថតនោះមកផ្អឹបទៅនឹងដើមទ្រូងរួចក៏យំខ្សឹបខ្សួលម្នាក់ឯងយ៉ាងខ្លាំងនាងក៏បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថានាងមិនអាចរស់នៅទីនោះតទៅទៀតបានឡើយរាល់ឈើមួយបន្ទះរាល់ដើមម្រេចមួយដើមវារំលឹកនាងពីទង្វើដ៏ខុសខើបំផុតរបស់លោកតាសាក់និងមាសប្រាក់ដែលបានមកពីការប្លន់សម្លាប់ទៅវិញលុះប្រលឹមស្រាងម៉ូលីកាសម្រេចចិត្តរៀបចំសម្លៀកបំពាក់នៅក្នុងកាតាបចាស់មួយនាងមិនយកអ្វីទាំងអស់ដែលជារបស់លោកតាសាក់ឡើយសូម្បីតែមាសមួយវង់ឬលុយមួយសេននាងបានចាក់ចេញពីទីនោះទៅដោយខ្លួនទទេដើម្បីទៅសាងជីវិតថ្មីដែលស្អាតស្អំបំផុតម៉ូលីកាឯងប្រកាសទេថានឹងទៅចោលយើងសែមសួរទាំងមានក្តីអាឡោះអាល័យបំផុតឯងមិនទាន់ដឹងថាត្រូវទៅណាទេសែមអើយឲ្យយើងទៅចុះ
នៅទីនេះយើងដកដង្ហើមមិនរួចឡើយម៉ូលីកាតបវិញទាំងទឹកមកស្លេកស្លាំងយើងចង់ទៅរកការពិតនិងកសាងជីវិតដោយដៃរបស់យើងដោយផ្ទាល់តែម្ដងយើងមិនចង់ជាប់ជំពាក់គុណស្រមោលបិសាចនោះទៀតទេសម្រិតក៏បានដើរមកជិតនាងរួចក៏បាននិយាយដោយសម្ដីទន់ភ្លន់បំផុតបើអញ្ចឹងបងនឹងជូនអូនទៅភ្នំពេញទៅបងនឹងជួយរកការងារឲ្យអូនធ្វើនិងកន្លែងស្នាក់នៅដែលសុវត្ថិភាពអូនមិនអាចទៅណាម្នាក់ឯងនៅក្នុងស្ថានភាពបែបនេះបានទេម៉ូលីកាសម្លឹងមើលកែវភ្នែកដ៏ស្មោះត្រង់របស់សម្រិតនាងដឹងថាសម្រិតគឺជាមនុស្សតែម្នាក់គត់ដែលនាងអាចទុកចិត្តនៅក្នុងពេលនេះនាងក៏បានងក់ក្បាលយល់ព្រមតិចតិចមុននឹងចាក់ចេញម៉ូលីកាក៏បានសម្លឹងមើលផ្ទះឈើនោះជាលើកចុងក្រោយនាងឃើញលោកយាយសោមនិងអ្នកភូមិមួយចំនួនឈរសម្លឹងមើលនាងដោយខ្សែភ្នែកចំអកឡក់លើយខ្លះអាណិតដោយនាងមិនបានខ្វល់ឡើយនាងក៏បានឡើងឡានរបស់សម្រិតរួចក៏បើកចេញពីភូមិដែលពោពេញទៅដោយអាថ៌កំបាំងនោះជារៀងរហូតឡានក៏បានបើកកាត់ប៉ុស្តិ៍ប៉ូលីសម៉ូលីកាឃើញលោកតាស័កដែលត្រូវគេបញ្ជូនឡើងឡានទៅកាន់មន្ទីរឃុំឃាំងខេត្តនៃរបស់លោកតាស័កសម្លឹងមើលឡានរបស់សម្រិតទាំងក្តីអស់សង្ឃឹមនឹងការអង្វរកប៉ុន្តែម៉ូលីកាគេក៏បែកមុខចេញនាងមិនត្រឹមតែចាក់ចេញពីផ្ទះឡើយតែនាងកំពុងតែចាក់ចេញពីជីវិតបុរសម្នាក់ដែលនាងធ្លាប់ស្រឡាញ់បំផុតនឹងទៅជួបនឹងព្យុះភ្លៀងជីវិតថ្មីនៅឯទីក្រុងភ្នំពេញដំណក់ទឹកភ្នែកចុងក្រោយបានស្រក់ចុះនៅលើផែនដីខេត្តមណ្ឌលគិរីមុននឹងនាងបានបិទភ្នែកទទួលយកវាសនាថ្មីនៅឯទីក្រុងតើម៉ូលីកានឹងអាចរស់រានមានជីវិតនៅក្នុងទីក្រុងភ្នំពេញដ៏ស៊ីវិល័យនិងពោពេញទៅដោយភាពប្រកួតប្រជែងបានដែរឬទេហើយតើសម្រិតនឹងអាចការពារនាងពីឧបសគ្គថ្មីបានដល់កម្រិតណានៅឯទីក្រុងភ្នំពេញជាទីក្រុងដែលមិនដែលដេកលក់នៅពោពេញទៅដោយភាពស៊ីវិល័យក៏បានចូលខ្លួនសូមស្វាគមន៍ម៉ូលីកានៅក្នុងសភាពមួម៉ងសម្រាប់ក្មេងស្រីដែលធ្លាប់តែរស់នៅក្បែរធម្មជាតិនិងភាពស្ងប់ស្ងាត់នៃចំការម្រេចសម្រែកនៃទីក្រុងដ៏មមាញឹកមួយនេះហាក់បីដូចជាកំពុងតែលេបត្របាក់នាងបន្តិចម្ដងទៅហើយសម្រិតបាននាំម៉ូលីកាមកស្នាក់នៅផ្ទះជួលតូចមួយក្នុងសហគមន៍ដែលស្ងប់ស្ងាត់សមរម្យទោះបីជាគេចង់ជួយនាងឲ្យចេះជាងនេះប៉ុន្តែម៉ូលីកាក៏បានបដិសេធយ៉ាងអហង្ការបងសម្រិតបងជួយខ្ញុំច្រើនណាស់ហើយខ្ញុំចង់រៀនរស់ដោយខ្លួនឯងចង់ដឹងថាបើគ្មានលុយដែលបានមកពីគំនរឈាមនោះតើខ្ញុំអាចរស់បានដែរឬទេខ្ញុំមិនចង់ឲ្យបងត្រូវមកនឿយហត់នឹងមនុស្សដូចជារូបខ្ញុំឡើយជីវិតថ្មីចាប់ផ្ដើមទាំងភាពជូរចត់ម៉ូលីកាត្រូវដើររកការងារធ្វើតាំងពីប្រលឹមទល់ប្រលប់ដោយសារតែនាងគ្មានសញ្ញាបត្រខ្ពង់ខ្ពស់និងគ្មានបទពិសោធន៍ការងារនៅក្នុងក្រុងនាងត្រូវបង្ខំចិត្តទទួលធ្វើការងារជាអ្នកលាងចាននៅក្នុងហាងបាយដ៏តូចមួយនិងជាអ្នកសម្អាតការិយាល័យនាពេលរាត្រីដៃដែលធ្លាប់តែបេះម្រេចយ៉ាងស្ទាត់ជំនាញឥឡូវនេះត្រូវត្រាំទឹកសាប៊ូនិងកាន់អំបោសពេញមួយថ្ងៃរហូតដល់ឡើងពងបែកនិងរលាកយប់ខ្លះនាងក៏បានដេកយំម្នាក់ឯងនៅក្នុងបន្ទប់ជួលដ៏ចង្អៀតព្រោះតែភាពនឿយហត់និងការនឹកនាអតីតកាលនឹកដល់ពេលដែលនាងធ្លាប់មានជីវិតរស់នៅដ៏ស្រុកស្រួលក្រោមការមើលថែរបស់លោកតាស័កក៏ប៉ុន្តែនាងក៏ប្រញាប់ក្រវីក្បាលបំភ្លេចចោលវាភ្លាមនៅពេលដែលនឹកឃើញទៅដល់ការពិតដ៏សាហាវយង់ឃ្នងបំផុតខ្ញុំត្រូវតែរឹងមាំដើម្បីពុកនឹងម៉ាក់ដែលបានស្លាប់ទៅនាងសម្រេចលើកទឹកចិត្តខ្លួនឯងជានិច្ចនៅក្នុងពេលជាមួយគ្នានោះសម្រិតតែងតែលួចមកមើលនាងពីចម្ងាយគេមិនហ៊ានបង្ហាញខ្លួនញឹកញាប់ទេព្រោះខ្លាចម៉ូលីកាមានអារម្មណ៍ថាជំពាក់គុណគេកាន់តែខ្លាំងឡើងក៏ប៉ុន្តែឧបសគ្គថ្មីក៏បានមកដល់នៅពេលដែលលោកស្រីផានិតម្ដាយរបស់សម្រិតចាប់ផ្ដើមដឹងរឿងរ៉ាវរបស់កូនប្រុសដែលគាត់មានការលួចលាក់ជាមួយក្មេងស្រីដែលមកពីខេត្តម្នាក់នៅថ្ងៃមួយលោកស្រីផានិតក៏បានជិះឡានស៊េរីទំនើបក៏បានឈប់នៅមុខហាងបាយដែលម៉ូលីកាកំពុងតែលាងចាន
គាត់ក៏បានដើរចូលមកទាំងខ្សែភ្នែកមើងងាយបំផុតនិងខ្ពើមរអើមចំពោះបរិយាកាសនៅជុំវិញនោះនាងមែនទេដែលឈ្មោះថាម៉ូលីកាអ្នកស្រីប៉និតសួរទាំងសំឡេងបែបឆ្មើងឆ្ងាបឆ្មៃបំផុតនៅពេលនោះម៉ូលីកាក៏បានងើបមុខឡើងទាំងដៃដែលប្រឡាក់ទាំងពពុះសាប៊ូចាស់តើលោកស្រីមានការអីដែរខ្ញុំគ្រាន់តែមកដាស់តឿននាងកុំឲ្យមានមហិច្ឆតាខ្ពស់ពេកលោកស្រីផានិតក៏បានបោះលុយមួយដុំនៅលើតុសម្រិតកូនប្រុសរបស់ខ្ញុំវាមានអនាគតល្អគេត្រូវរៀបការជាមួយមនុស្សដែលមានឋានៈស្មើគ្នាមិនមែនជាក្មេងស្រីដែលពាក់ព័ន្ធទៅនឹងរឿងឃាតកម្មនិងការប្លន់សម្លាប់ដូចជារូបនាងនោះទេយកលុយនេះហើយរួចចាក់ចេញពីជីវិតកូនប្រុសរបស់ខ្ញុំភ្លាមម៉ូលីកាឈរថ្មឹងឈាមស្រក់ចូលនៅក្នុងបេះដូងនាងសម្លឹងមើលលុយទាំងនោះរួចសម្លឹងចំភ្នែករបស់លោកស្រីផនិតដោយភាពអង់អាចលោកស្រីលុយរបស់លោកស្រីប្រហែលជាអាចទិញអ្វីគ្រប់យ៉ាងតែវាមិនអាចទិញកិត្តិយសរបស់ខ្ញុំបានឡើយខ្ញុំមិនដែលចង់បានអ្វីពីកូនប្រុសរបស់លោកស្រីទេហើយខ្ញុំក៏មិនដែលចង់តោងទាមទារអ្វីដែរសូមលោកស្រីប្រញាប់យកលុយនេះត្រឡប់ទៅវិញចុះម៉ូលីកាក៏បានដើរត្រឡប់ទៅធ្វើការរបស់នាងវិញបន្សល់ទុកឲ្យលោកស្រីផានិតឈរញ័រខ្លួនដោយកំហឹងនាងទើបតែដឹងថាការរើសបំរាស់ដើម្បីជីវិតប្រសើរវាមិនមែនមានតែភាពនឿយហត់ខាងកម្លាំងបាយឡើយតែវាត្រូវតស៊ូនឹងការជន់ឈ្លីពីអ្នកមានអំណាចនិងមានអ្នកមានលុយថែមទៀតផងចំណែកឯនៅមន្ទីរឃុំឃាំងវិញលោកតាស័កចាប់ផ្ដើមធ្លាក់ខ្លួនឈឺលោកមិនព្រមហូបបាយមិនព្រមនិយាយជាមួយអ្នកណាលោកគ្រាន់តែអង្គុយសម្លឹងមើលជញ្ជាំងគុករួចក៏បានហៅឈ្មោះម៉ូលីកាតិចទាំងទឹកភ្នែករបស់គាត់ហូរលោកដឹងថាថ្ងៃចុងក្រោយរបស់លោកបានជិតមកដល់ប៉ុន្តែលោកមិនទាន់បានប្រាប់អាត់កំបាំងចុងក្រោយមួយទៀតទៅកាន់ម៉ូលីកាឡើយពន្លឺភ្លើងស្រអាប់នៅក្នុងមន្ទីរឃុំឃាំងហាក់បីដូចជាកំពុងរលត់ទៅបន្តិចម្ដងដូចជាជីវិតរបស់លោកតាស័កក្នុងរយៈពេលប៉ុន្មានខែដែលបែកពីម៉ូលីកាលោកមិនមែនគ្រាន់តែរងទុក្ខនៅក្នុងគុកដែរទេប៉ុន្តែលោកកំពុងតែជាប់ឃុំឃាំងនៅក្នុងគុកនៃវិបដិសារីដែលលោកបានសាងអស់រយៈពេល20ឆ្នាំរូបរាងកាយដែលធ្លាប់តែរឹងមាំជាអ្នកចំការឥឡូវនេះនៅសល់តែស្បែកដណ្ដប់ស្អឹងសូម្បីតែដង្ហើមជញ្ជូលក៏ហាក់ដូចជាកំពុងតែធ្វើទារុណកម្មលោកដែរម៉ូលីកាឲ្យលោកតាសុំទោសលោកតាស័កខ្សឹបតិចនៅក្នុងដំណេកដែលពោពេញទៅដោយសុបិនអាក្រក់ដោយសារតែស្ថានភាពជំងឺធ្ងន់ធ្ងរប៉ូលីសក៏បានបញ្ជូនលោកតាស័កមកកាន់មន្ទីរពេទ្យខេត្តក្រោមការយាមកាមដ៏តឹងរ៉ឹងបំផុតលោកដឹងថាពេលវេលារបស់លោកជិតអស់ហើយលោកបានសុំអង្វរគ្រូពេទ្យនិងប៉ូលីសឲ្យជួយតាក់ទងទៅកាន់លោកវង្សាដើម្បីផ្ដាំផ្ញើសម្ដីចុងក្រោយទៅកាន់ម៉ូលីកានៅឯភ្នំពេញម៉ូលីកាកំពុងតែមមាញឹកនឹងការងារលាងចានដែលហត់នឿយបំផុតនាងទើបតែដើរចេញពីហាងទាំងរាងកាយទន់ជ្រាយស្រាប់តែឃើញឡានរបស់សម្រិតឈររងចាំគេនៅខាងមុខនៅលើកនេះសម្រិតមិនបានមកជាមួយស្នាមញញឹមដូចរាល់ដងទឹកមុខរបស់គេពោពេញទៅដោយភាពស្មុគស្មាញបងសម្រិតតើបងមានរឿងអីមែនទេម៉ូលីកាសួរទាំងមានក្តីបារម្ភម៉ូលីកាលោកតាស័កគាត់កំពុងតែសង្គ្រោះបន្ទាន់នៅឯពេទ្យខេត្តគាត់ចង់ជួបអូនជាលើកចុងក្រោយនៅពេលនោះម៉ូលីកាក៏បានគាំងថ្មឹងក្នុងចិត្តរបស់នាងមានអារម្មណ៍ពីរដណ្ដប់ផ្សេងគ្នាម្ខាងគឺភាពស្អប់ខ្ពើមនិងការជឿចាប់ដែលលោកតាស័កបានសម្លាប់ឪពុកម្ដាយរបស់នាងតែម្ខាងទៀតគឺជារូបភាពបុរសចំណាស់ដែលធ្លាប់តែបញ្ចុកបាយបញ្ចុកទឹកបំបោសអង្អែលនាងកាលពីនៅតូចក្រូចឆ្មាបើទោះបីជាការពិតខុសខើតែនាងមិនអាចបដិសេធបានទេថា20ឆ្នាំមកនេះគឺមានតែលោកតាម្នាក់នោះគត់ដែលនៅក្បែររូបនាងចិញ្ចឹមបីបាច់ថែរក្សានាងតលតែពេញនេះខ្ញុំមិនទៅទេម៉ូលីកាតបទៅវិញទាំងទឹកភ្នែករបស់នាងហូរខ្ញុំមិនចង់ឃើញមុខធាតុកោទេ
ប៉ុន្តែសម្រិទ្ធក៏បានហុចសម្បត្តិមួយច្បាប់ដែលផ្ញើមកពីលោកវង្សាម៉ូលីកាគាត់ក៏បានសរសេរសម្បត្តិសុំទោសនិងមានអត្ថកម្បាំងមួយទៀតដែលគាត់ចង់ប្រាប់អូនដោយផ្ទាល់មាត់បើអូនមិនទៅថ្ងៃនេះទេប្រហែលជាត្រូវស្ដាយក្រោយអស់មួយជីវិតហើយនៅទីបំផុតម៉ូលីកាក៏បានសម្រេចចិត្តធ្វើដំណើរត្រឡប់មកខេត្តវិញជាមួយសម្រិទ្ធនៅពេលដែលនាងដើរចូលនៅក្នុងបន្ទប់អ្នកជំងឺនាងស្ទើរតែមិនអាចចំណាំលោកតាស័កបានបុរសចំណាស់ដែលធ្លាប់តែមានអំណាចឥឡូវនេះក៏បានដេកស្ងៀមដូចជាដេកជាមួយនឹងអុកស៊ីហ្សែនរត់ខ្វាត់ខ្វែងនៅលើខ្លួនគ្រាន់តែឃើញម៉ូលីកាលោកតាស័កព្យាយាមបើកភ្នែករួចក៏លូកដៃដោយញ័រទៅត្រឹកមករកនាងម៉ូលីកាមិនដាច់ចិត្តនាងក៏កាន់ដៃលោកតាទាំងទឹកភ្នែករបស់នាងហូរម៉ូលីកាកូនអត់ទោសឲ្យតាផងលោកតាស័កនិយាយទាំងដង្ហក់មាសប្រាក់ដែលលោកតាលាក់ទុកនៅក្រោមដើមស្វាយធំក្នុងដីវាជារបស់កូនទាំងអស់តាបានសម្លាប់ម៉ាក់ប៉ារបស់កូនតែតាស្រឡាញ់កូនដូចជាកូនបង្កើតពិតមែនលោកតាស័កដកដង្ហើមវែងរួចបន្តទាំងការឈឺចាប់មានរឿងមួយទៀតដែលកូនត្រូវដឹងពុកកូនគាត់មិនមែនសម្ដីរបស់លោកតាស្រាប់តែដាច់ត្រឹមនោះសំឡេងម៉ាស៊ីនវាស់ចង្វាក់បេះដូងបន្លឺឡើងទីតជាសញ្ញាថាវិញ្ញាណរបស់លោកតាក៏បានចាក់ចេញពីលោកនេះទៅហើយលោកតាស័កបានស្លាប់នៅក្នុងរង្វង់ដៃរបស់ម៉ូលីកាទាំងមិនទាន់បានប្រាប់ពីការពិតចុងក្រោយដោយច្បាស់លាស់នោះឡើយម៉ូលីកាក៏បានអោបសពលោកតាស័កយំខ្សឹកខ្សួលទោះបីជាគេស្អប់យ៉ាងណាតែពេលនេះនាងមានអារម្មណ៍ថាពិភពលោករបស់នាងបានបាត់បង់បង្គោលបង្អែកចុងក្រោយជារៀងរហូតវិបដិសារីរបស់លោកតាស័កបានរសាត់បាត់ជាមួយនឹងសេចក្តីស្លាប់បន្សល់ទុកតែភាពអាថ៌កំបាំងនិងជីវិតដែលម៉ូលីកាត្រូវតស៊ូដើម្បីដោះស្រាយបន្តទៀតឯលោកស្រីផានិតដែលតាមមកលបមើលក៏ចាប់ផ្ដើមមានផែនការថ្មីនៅពេលដែលគាត់បានឮអំពីមាសប្រាក់ដែលបានលាក់ទុកនៅក្រោមដើមស្វាយធំភាពលោភលន់ក៏បានចាប់ផ្ដើមងើបឡើងស្របពេលដែលម៉ូលីកាកំពុងស្ថិតនៅភាពសោកសៅបំផុតពិធីបុណ្យសពរបស់លោកតាស័កត្រូវបានប្រារព្ធឡើងយ៉ាងសាមញ្ញបំផុតគ្មានភ្ញៀវកិត្តិយសគ្មានអ្នកភូមិមកចូលរួមច្រើនកុះករឡើយព្រោះគ្រប់គ្នានៅតែខ្លាចរអានឹងការមើលងាយចំពោះទង្វើអតីតកាលរបស់លោកម៉ូលីកាអង្គុយនៅមុខមឈូសទាំងស្ងប់ស្ងាត់ទឹកភ្នែកនាងលែងហូរទៀតហើយប៉ុន្តែក្នុងចិត្តរបស់នាងកំពុងតែវល់នឹងសម្ដីចុងក្រោយរបស់លោកតាថាពុកកូនគាត់មិនមែនតើពាក្យមិនមែនចង់មានន័យយ៉ាងម៉េចតើលោកពុករបស់នាងមិនទាន់ស្លាប់ឬក៏លោកពុករបស់នាងមិនមែនជាឪពុកបង្កើតសំណួរទាំងនេះបានធ្វើឲ្យម៉ូលីកាមិនអាចស្ងប់ចិត្តបានឡើយនៅយប់នោះក្រោយពីពិធីបូជាសពបានបញ្ចប់ម៉ូលីកាក៏បានសម្រេចចិត្តធ្វើដំណើរទៅកាន់ដើមស្វាយធំនៅក្រោយផ្ទះចម្ការដែលលែងមានមនុស្សរស់នៅនាងក៏បានកាន់ចបម្នាក់ឯងជីកនៅក្នុងភាពងងឹតដោយមានសម្រិទ្ធដើរតាមពីក្រោយដើម្បីការពារម៉ូលីកាអូនប្រកាសទេថានឹងធ្វើរឿងបែបនេះសម្រិទ្ធសួរទាំងបារម្ភបងសម្រិទ្ធខ្ញុំមិនចង់បានមាសប្រាក់ទាំងនេះដើម្បីភាពមានបានអីទេតែខ្ញុំចង់បានរបស់ដែលជាឪពុករបស់ខ្ញុំមកវិញខ្ញុំចង់ដឹងថាមានអ្វីខ្លះដែលលោកតាបានលាក់ទុកម៉ូលីកាចាប់ផ្ដើមកាប់ដីនៅខាងក្រោមដើមស្វាយយ៉ាងហ្មត់ចត់មិនយូរប៉ុន្មានចបកាប់របស់នាងក៏បានប៉ះទៅនឹងវត្ថុរឹងមួយយ៉ាងវាគឺជាប្រអប់ដែកចាស់ដែលជ្រះចាប់យ៉ាងខ្លាំងនៅពេលដែលបើកប្រអប់នោះចេញមកម៉ូលីកានិងសម្រិទ្ធស្ទើរតែមិនជឿនឹងភ្នែករបស់ពួកគេនៅក្នុងនោះមានដុំមាសមួយចំនួនខ្សែកពេជ្រតែអ្វីដែលសំខាន់បំផុតគឺមានឯកសារមួយច្បាប់និងកំណត់ហេតុចាស់មួយក្បាលម៉ូលីកាក៏បានបើកអានកំណត់ហេតុទាំងដៃញាស់ទៅត្រឹកអាថ៌កំបាំងដ៏ធំបំផុតត្រូវបានលាតត្រដាងតាមពិតទៅលោកតាស័កមិនមែនគ្រាន់តែជាអ្នកបើកបរឡើយតែលោកគឺជាបងប្រុសបង្កើតរបស់ម្ដាយម៉ូលីកាប៉ុន្តែដោយសារតែលោកជាកូនខូចដើរលេងស៊ីផឹករហូតត្រូវគ្រួសារកាត់ការចោលភាពច្រណែននិងប្អូនប្រុស
ដែលបានការងារល្អនិងមានប្តីជាអ្នកមានបានធ្វើឲ្យលោកតាស័កងងឹតមុខស្លុតចិត្តបង្កគ្រោះថ្នាក់ចរាចរណ៍ដើម្បីប្លន់យកទ្រព្យសម្បត្តិប្អូនស្រីរបស់ខ្លួនទៅវិញអ្វីដែលរឹតតែឈឺចាប់ជាងនេះទៅទៀតក្នុងកំណត់ហេតុបានបញ្ជាក់ថាលោកពុករបស់ម៉ូលីកាមិនបានស្លាប់ភ្លាមៗនៅក្នុងឡានទេប៉ុន្តែលោកតាស័កជាអ្នកផ្ដាច់សង្ខារលោកដោយផ្ទាល់ដៃដើម្បីបំបិតមាត់អត់ទេនេះមិនមែនជារឿងពិតឡើយម៉ូលីកាស្រែកយំយ៉ាងខ្លាំងរហូតដួលសន្លប់នៅលើដីនាងមិននឹកស្មានថាបុរសដែលចិញ្ចឹមនាងមក20ឆ្នាំគឺជាបងប្រុសបង្កើតម្ដាយរបស់នាងនិងជាធាតុករសម្រាប់ប្អូនស្រីនិងប្អូនថ្លៃខ្លួនឯងយ៉ាងព្រៃផ្សៃបែបនេះសោះនៅពេលដែលម៉ូលីកាកំពុងតែទន់ខ្សោយបំផុតស្រមោលខ្មៅមួយក៏បានដើរចូលមកវាគឺជាអ្នកស្រីផានិតដែលលបតាមដានពួកគេទាំងពីរពីភ្នំពេញមកម្លេះដើរចូលមកសម្លឹងមើលមាសពេជ្រនៅក្នុងប្រអប់ដែកនោះដោយកែវភ្នែកដ៏លោភលន់បំផុតអូមរតកឈាមពិតជាស្រស់ស្អាតមែនទែនលោកស្រីផានិតនិយាយទាំងសំណើចសើចចំអកម៉ូលីកាអើយនាងជានរណានាងគ្រាន់តែជាកូនរបស់មនុស្សដែលត្រូវបានបងប្រុសខ្លួនឯងសម្លាប់ចោលនាងគិតថាត្រកូលរបស់ខ្ញុំនឹងទទួលយកក្មេងស្រីដែលមានប្រវត្តិជោគជាំដោយឈាមបែបនេះធ្វើជាកូនប្រសាមែនទេសម្រិតស្ទុះទៅរៀងម្ដាយម៉ាក់ឈប់ទៅម៉ូលីកាមិនបានធ្វើអ្វីខុសទេសកម្មភាពរបស់លោកតាស័កមិនមែនជាកំហុសរបស់ម៉ូលីកាឡើយឯងឈប់ការពារវាទៅសម្រិតលោកស្រីផានិតស្រែកខ្លាំងបើឯងមិនព្រមចាក់ចេញពីវាទេម៉ាក់នឹងប្តឹងរឹបអូសទ្រព្យសម្បត្តិទាំងនេះឲ្យអស់ព្រោះវាជាទ្រព្យសម្បត្តិដែលបានចេញមកអំពីអំពើចោរកម្មនាងម៉ូលីកាក៏មិនសល់អ្វីទាំងអស់សូម្បីតែដីហុយមួយកញ្ជើម៉ូលីកាក៏បានងើបមុខឡើងទាំងទឹកភ្នែកជោកជាំហូរពេញថ្ពាល់នាងសម្លឹងមើលមាសប្រាក់ទាំងនោះរួចសម្លឹងមើលលោកស្រីផានិតនាងចាប់ផ្ដើមយល់ថាដរាបណានាងនៅតែជាប់ជំពាក់នឹងទ្រព្យសម្បត្តិនិងអតីតកាលទាំងនេះនាងនឹងគ្មានថ្ងៃបានសេចក្តីសុខឡើយលោកស្រីចង់បានមែនទេយកវាចុះម៉ូលីកាបោះប្រអប់មាសទាំងនេះនៅមុខលោកស្រីផានិតខ្ញុំមិនចង់បានមាសប្រាក់ដែលសាងឡើងនៅលើគំនរឈាមឪពុកម្ដាយរបស់ខ្ញុំឡើយប៉ុន្តែខ្ញុំនឹងយកកិត្តិយសនិងការពិតទៅជាមួយខ្ញុំចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមិនអោយអ្នកណាមកជន់ឈ្លីជីវិតរបស់ខ្ញុំបានទៀតទេម៉ូលីកាក៏បានដើរចេញពីចំការម្រេចទាំងអង្អាចបន់សល់ទុកនៅសម្រិតឲ្យឈរនៅចន្លោះម្ដាយនិងមនុស្សដែលគេស្រឡាញ់ការពិតដែលឈឺចាប់ដែលបានដុតរំលាយម៉ូលីកាដែលធ្លាប់ទន់ជ្រាយឲ្យคล้ายជានារីដែលមានភាពអង្អាចមុះមាំម្នាក់មេឃនាពេលរាត្រីនៅក្នុងចំការម្រេចប្រែជាត្រជាក់ស្រេបទៅដល់ឆ្អឹងខ្នងម៉ូលីកាក៏បានដើរចេញពីក្រោមដើមស្វាយដ៏ធំដោយមិនបានងាកក្រោយឡើយនាងក៏បានបោះបង់ចោលនៅមាសប្រាក់និងគ្រឿងពេជ្រដែលលោកស្រីផានិតកំពុងតែសម្លឹងមើលទៅដោយក្តីលោភលន់សម្រាប់ម៉ូលីកាទ្រព្យសម្បត្តិទាំងនោះវាមិនមែនគ្រាន់តែជាលាភសំណាងទេតែវាគឺជាបាបកម្មដែលបានឆក់យកជីវិតឪពុកម្ដាយរបស់នាងនិងបំផ្លាញយុវវ័យរបស់នាងឲ្យរស់នៅក្នុងភាពភូតភរអស់រយៈពេល20ឆ្នាំម៉ូលីកាឈប់សិនអូននឹងទៅណាទាំងយប់បែបនេះសម្រិតស្ទុះរត់មកខាត់នាងទាំងក្តីបារម្ភបំផុតម៉ូលីកាក៏បានងាកសម្លឹងទៅមើលមុខសម្រិតទាំងទឹកភ្នែករលីងរលោងប៉ុន្តែកែវភ្នែកនាងរឹងមាំជាងមុនបងសម្រិតត្រឡប់ទៅរកម្ដាយបងវិញទៅឈាមជ័រមិនអាចកាត់ផ្ដាច់បានឡើយដោយដែលខ្ញុំមិនអាចកាត់ផ្ដាច់ដោយគិតថាលោកតាស័កជាធាតុករបានចឹងដែរកុំឲ្យដោយសារតែមនុស្សស្រីអភ័ព្វដូចជារូបខ្ញុំធ្វើឲ្យបងត្រូវคล้ายជាកូនអកតញ្ញូអីបងតែបងស្រឡាញ់អូនបងមិនខ្វល់ថាអូនជានរណាឡើយសម្រិតតបវិញទាំងសំឡេងញ័រតែលោកស្រីប្រណិតខ្វល់ម៉ូលីកានិយាយកាត់ដរាបណាលោកស្រីនៅតែមើលឃើញខ្ញុំគឺជាកូនគិតកោឬជាស្រីចង់បានទ្រព្យពួកយើងគ្មានថ្ងៃបានសេចក្តីសុខឡើយលីហើយបងសម្រិតសូមអរគុណគ្រប់យ៉ាងម៉ូលីកាត្រឡប់មកភ្នំពេញវិញម្នាក់ឯងនាងមិនត្រឡប់ទៅផ្ទះជួលចាស់ដែលសម្រិតធ្លាប់ជួលឲ្យគេឡើយ
ព្រោះនាងចង់កាត់ផ្ដាច់ចោលរាល់ទំនាក់ទំនងគ្រប់បែបយ៉ាងនាងយកលុយបន្តិចបន្តួចដែលសន្សំបានពីការលាងចានទៅជួលបន្ទប់តូចចង្អៀតមួយនៅឯតំបន់ជីក្រុងជីវិតក្នុងភាគនេះគឺជាការរស់នៅក្នុងភាពឯកានិងការប្រឈមមុខនឹងរបាំងចិត្តម៉ូលីកាចាប់ផ្ដើមសង្ស័យលើគ្រប់មនុស្សដែលចូលមកក្បែរដោយនាងជឿជាក់លើពាក្យថាសេចក្តីល្អព្រោះនាងខ្លាចថាវានឹងក្លាយជាស្រោបមុខបិសាចដូចជាលោកតាស័កបន្តទៀតនាងធ្វើការកាន់តែធ្ងន់នាងរៀនជំនាញកាត់ដេរនៅពេលយប់និងខំប្រឹងរៀនភាសាបរទេសដោយខ្លួនឯងនាងចង់បង្ហាញពិភពលោកឲ្យឃើញថាម៉ូលីកាអាចងើបឈរបានដោយមិនបាច់ប្រើមរតកឈាមឬការសន្តោសប្រណីពីបុរសណាម្នាក់ឡើយនៅក្នុងពេលគ្នាជាមួយនោះដែរលោកស្រីផ្និតក៏បានប្រើឥទ្ធិពលរបស់ខ្លួនបិទផ្លូវការងាររបស់ម៉ូលីកាគ្រប់ទីកន្លែងឲ្យតែម៉ូលីកាទៅដាក់ពាក្យធ្វើការនៅហាងណាលោកស្រីតែងតែឲ្យមនុស្សទៅនិយាយបង្ខូចឈ្មោះរបស់នាងថាគឺជាកូនឃាតករលួចទ្រព្យសម្បត្តិម្ចាស់ដើមម៉ូលីកាត្រូវបានគេដេញចេញពីការងារម្ដងហើយម្ដងទៀតនាងត្រូវបង្ខំចិត្តលក់នំតាមផ្លូវនិងទទួលជួលអ៊ុតខោអាវទាំងយប់អាធ្រាត្រភាពលំបាកក៏បានដុសខាត់ឲ្យនាងក្លាយជាដៃថែបមួយដើមនៅក្នុងខណៈមួយខណៈដែលម៉ូលីកាកំពុងតែដើរលក់នំទាំងមេឃភ្លៀងខ្លាំងនាងក៏បានជួបជាមួយនឹងវង្សាម្ដងទៀតលោកវង្សាមិនបានមកម្នាក់ឯងទេតែលោកបាននាំមកបុរសចំណាស់ម្នាក់ទៀតដែលមានទឹកមុខមាំមួននឹងមានអំណាចមកជាមួយផងម៉ូលីកាក្មួយលំបាកណាស់ហើយមែនទេលោកវង្សាសួរទាំងក្តីបារម្ភនេះគឺលោកអុកញ៉ារិទ្ធីគាត់គឺជាមិត្តស្និទ្ធស្នាលបំផុតរបស់ឪពុកក្មួយកាលពី20ឆ្នាំមុនគាត់បានតាមរកក្មួយជាច្រើនឆ្នាំមកហើយលោកអុកញ៉ារិទ្ធីសម្លឹងមើលមុខម៉ូលីកាទាំងទឹកភ្នែករលីងរលោងក្មួយស្រីមុខមាត់ក្មួយដូចជាឪពុកក្មួយណាស់ពុកក្មួយធ្លាប់មានគុណលើរូបខ្ញុំកាលគ្រានោះខ្ញុំជួយគាត់មិនតាន់ពេលតែពេលនេះខ្ញុំនឹងមិនទុកឲ្យកូនស្រីរបស់មិត្តសម្លាញ់ត្រូវរងគ្រោះបែបនេះទៀតឡើយម៉ូលីកាឈរថ្មឹងកណ្ដាលភ្លៀងនឹងមានអារម្មណ៍ថាព្រំលិខិតកំពុងតែលេងសើចនឹងនាងម្ដងទៀតហើយតើនេះគឺជាក្តីសង្ឃឹមពិតប្រាកដឬក៏ជាល្បិចកលថ្មីនៃជីវិតនៅក្នុងពេលជាមួយគ្នានោះសម្រិតដែលមិនអាចទ្រាំរស់នៅក្នុងផ្ទះដែលពោពេញទៅដោយភាពលោភលន់របស់ម្ដាយបានក៏សម្រេចចាកចេញពីផ្ទះទាំងបាត់ដៃទទេដើម្បីតាមរកម៉ូលីកាស្នេហាដែលធ្លាប់តែផ្អែមល្ហែមឥឡូវត្រូវប្រឈមមុខនឹងរបាំងឋានៈនិងការរើសអើងកាន់តែខ្លាំងបន្ទាប់ពីជួបលោកអុកញ៉ារិទ្ធីម៉ូលីកាហាក់បីដូចជាឃើញពន្លឺថ្មីនៅក្នុងចុងរូងភ្នំដ៏ងងឹតប៉ុន្តែនាងមិនបានទទួលយកទ្រព្យសម្បត្តិឬការរស់នៅសុខស្រួលដែលលោកអុកញ៉ាផ្ដល់ឲ្យភ្លាមឡើយនាងសុំត្រឹមតែឱកាសដើម្បីរៀនសូត្រនិងការងារដែលសមស្របដើម្បីបង្ហាញពីសមត្ថភាពពិតប្រាកដរបស់នាងតែប៉ុណ្ណោះលោកអុកញ៉ារិទ្ធីបានទទួលនាងឲ្យចូលធ្វើការជាបុគ្គលិកផ្នែករដ្ឋបាលនៅក្នុងក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់លោកទោះបីជាម៉ូលីកាខំប្រឹងធ្វើការខ្លាំងជាងអ្នកដទៃទ្វេដងដើម្បីឲ្យស័ក្តិសមនឹងឱកាសដែលនាងទទួលបានប៉ុន្តែស្រមោលអតីតកាលនៅតែដេញតាមលងបន្លាចនាងមិនឈប់ឈរដំណឹងដែលថាកូនស្រីឃាតករប្លន់សម្លាប់មកធ្វើការនៅក្នុងក្រុមហ៊ុនធំបានផ្ទុះឡើងដូចជាភ្លើងឆេះព្រៃបន្ទាប់ពីលោកស្រីផានិតបានប្រើមធ្យោបាយកខ្វក់ជួលមនុស្សឲ្យដើរចែកចាយព័ត៌មានមិនពិតនិងរូបថតអតីតកាលរបស់លោកតាស័កពេញក្រុមហ៊ុនបុគ្គលិកដទៃទៀតចាប់ផ្ដើមសម្ដែងការរើសអើងពួកគេមិនព្រមអង្គុយញ៉ាំបាយក្បែរនាងពួកគេបានខ្សឹបខ្សៀវគ្រប់គ្នាអំពីនាងនៅពេលដែលនាងដើរកាត់ហើយជួនកាលមានការបោះបង់សម្ភារៈការិយាល័យពួកគេបែរជាមកទម្លាក់កំហុសនៅលើម៉ូលីកាដោយប្រើពាក្យសម្ដីជន់ឈ្លីថាឈាមជ័រជាចោរទោះដេកលើមាសក៏នៅតែមានចរិតជាចោរដែរម៉ូលីកាក៏បានឈរស្ងៀមទឹកភ្នែកហូរចុះធ្លាក់មកលើខ្លួននាងឈឺចាប់ប៉ុន្តែនាងមិនចោះចាញ់នាងក៏បានដើរចូលទៅកណ្ដាលចំណោមមនុស្សដែលកំពុងតែជេរប្រមាថរូបនាងរួចនិយាយដោយសំឡេងបែបអង់អាចថាបងទាំងអស់គ្នាអាចមើងងាយអតីតកាលរបស់ខ្ញុំបានតែបងគ្មានសិទ្ធិមើងងាយសេចក្តីថ្លៃថ្នូររបស់ខ្ញុំនៅថ្ងៃនេះទេបើខ្ញុំពិតជាមនុស្សមិនល្អ
លោកអុកញ៉ាប្រកាសជាមិនទុកខ្ញុំឡើយខ្ញុំមកទីនេះដើម្បីធ្វើការមិនមែនមកដើម្បីឲ្យបងស្រឡាញ់ទេនៅក្នុងពេលជាមួយគ្នានោះសម្រិទ្ធក៏បានមកដល់ភ្នំពេញនៅក្នុងសភាពដែលម៉ូលីកាស្ទើរតែមិនចំណាំមិនបានគេលែងជាបុរសស្អាតបាតដែលជិះឡានស៊េរីទំនើបទៀតហើយសម្រិទ្ធក៏បានរត់ចេញពីផ្ទះទាំងបាត់ដៃទទេបន្ទាប់ពីឆ្លោះគ្នាជាមួយម្ដាយយ៉ាងខ្លាំងរឿងម៉ូលីកាគេធ្វើការជាមួយនឹងអ្នកដឹកជញ្ជូនទំនិញជា delivery ដើម្បីចិញ្ចឹមជីវិតនិងព្យាយាមតាមរកម៉ូលីកាគ្រប់ទីកន្លែងល្ងាចមួយខណៈដែលម៉ូលីកាកំពុងតែដើរចេញពីក្រុមហ៊ុនទាំងអារម្មណ៍នឿយហត់នាងក៏ឃើញសម្រិទ្ធដែលកំពុងតែឈរជួសជុលម៉ូតូចាស់មួយនៅក្បែរចិញ្ចើមផ្លូវឃើញសភាពបរិសុទ្ធដែលនាងស្រឡាញ់ត្រូវទុក្ខវេទនាភាពលំបាកដោយសារតែរូបនាងម៉ូលីកាក៏ស្ទុះទៅអោបគេទាំងទឹកភ្នែកជោគថ្ពាល់បងសម្រិទ្ធហេតុអីក៏បងធ្វើបែបនេះត្រឡប់ទៅផ្ទះបងវិញទៅបងមិនគួរមកលំបាកជាមួយរូបខ្ញុំឡើយសម្រិទ្ធញញឹមទាំងនឿយហត់គេក៏យកដៃដែលប្រឡាក់ខ្លាញ់ម៉ាស៊ីនមកអង្អែលថ្ពាល់របស់ម៉ូលីកាថ្នមម៉ូលីកាបើគ្មានរូបអូនបងក៏គ្មានសេចក្តីសុខដែរទោះបីជាបងលែងមានលុយលែងមានឋានៈតែបងមានសេរីភាពក្នុងការស្រឡាញ់អូនឲ្យតែបងនៅក្បែរអូនចុះបងនឹងធ្វើជាខ្នងបង្អែកឲ្យអូនទោះបីជាពិភពលោកទាំងមូលរើសអើងរូបអូនប៉ុណ្ណាក៏ដោយអ្នកទាំងពីរបានត្រឹមតែឈរអោបគ្នានៅកណ្ដាលវងមនុស្សដែលកំពុងសម្លឹងមើលដោយខ្សែភ្នែកសើចចំអកសម្រាប់ម៉ូលីកានិងសម្រិទ្ធនៅលើលោកនេះលែងមានអ្វីដែលគួរឲ្យខ្លាចជាងការបាត់បង់គ្នាទៀតហើយប៉ុន្តែឧបសគ្គមិនទាន់បានបញ្ចប់ឡើយនៅពេលដែលលោកស្រីផានិតឃើញថាសូម្បីតែការកាត់ផ្តាច់ទ្រព្យសម្បត្តិក៏មិនអាចបំបែកកូនប្រុសរបស់គាត់ចេញពីមូលការបានគាត់ក៏ចាប់ផ្ដើមរៀបចំផែនការដែលកាន់តែសាហាវជាងមុនដើម្បីកម្ចាត់ម៉ូលីកាចេញពីលោកនេះជារៀងរហូតបន្ទាប់ពីមានការប្រឈមមុខនឹងពាក្យមើងងាយនឹងការរើសអើងម្ដងហើយម្ដងទៀតម៉ូលីកាសម្រេចចិត្តថានាងមិនអាចត្រឹមតែទ្រាំនោះឡើយនាងត្រូវតែរើបំរាស់នាងក៏បានយកការឈឺចាប់មកធ្វើជាកម្លាំងរុញច្រានហើយយកពាក់ជន់ឈ្លីមកធ្វើជាជណ្ដើរដើម្បីបោះជំហានទៅមុខក្រោមការណែនាំរបស់លោកអុកញ៉ារិទ្ធីម៉ូលីកាក៏បានខិតខំរៀនសូត្រពីការគ្រប់គ្រងអាជីវកម្មនិងវិស័យអចលនទ្រព្យយ៉ាងរហ័សបំផុតបានធ្វើឲ្យនាងធ្វើការលើសអ្នកដទៃនាងអានសៀវភៅរហូតដល់យប់ជ្រៅហើយនាងតែងតែចុះទៅតាមការដ្ឋានផ្ទាល់ដើម្បីស្វែងយល់ពីបច្ចេកទេសចំណេះដឹងដែលធ្លាប់មានពីការធ្វើចំការម្រេចនៅឯខេត្តក៏បានជួយឲ្យនាងយល់ច្បាស់ពីតម្លៃដីធ្លីនិងការអត់ធ្មត់នៅក្នុងពេលជាមួយគ្នាផងនោះលោកស្រីផានិតកាន់តែងងឹតមុខនៅពេលដែលឃើញម៉ូលីកាកាន់តែមានពន្លឺនិងមានឥទ្ធិពលនៅក្នុងក្រុមហ៊ុនរបស់លោកអុកញ៉ារិទ្ធីគាត់ក៏បានរៀបចំផែនការចុងក្រោយដោយលួចកែឯកសារទិញលក់ដីធ្លីមួយកន្លែងដើម្បីទម្លាក់កំហុសឲ្យម៉ូលីកាជាប់ពាក់ព័ន្ធនៅនឹងរឿងអំពើពុករលួយនិងការបោកប្រាស់នៅក្នុងក្រុមហ៊ុនចាំមើលចុះលើកនេះនាងឯងប្រកាសជាជួលគុកដោយតាធិតកោរបស់នាងឯងជាមិនខានលោកស្រីផានិតសើចទាំងបែបពឹសពុលបំផុតប៉ុន្តែអ្វីដែលលោកស្រីនឹកស្មានមកដល់គឺម៉ូលីកាលែងជានារីទន់ជ្រាយដែលចាំតែយំដូចមុនទៀតហើយម៉ូលីកាក៏បានលួចដឹងពីភាពមិនប្រក្រតីនៃឯកសារនោះមុនគេដោយមានការជួយជ្រោមជ្រែងពីសម្រិទ្ធដែលបានលួចលបតាមដានសកម្មភាពរបស់ម្ដាយគេពួកគេក៏បានរកឃើញភស្តុតាងដែលបញ្ជាក់ថាលោកស្រីផានិតគឺជាអ្នកនៅពីក្រោយរឿងនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដ៏ធំម៉ូលីកាក៏បានក្រោកឈរឡើងរួចក៏បង្ហាញភស្តុតាងវីដេអូនិងឯកសារពិតប្រាកដលាតត្រដាងរាល់កលល្បិចរបស់លោកស្រីផានិតបានធ្វើភាពស្អាតស្អំរបស់នាងត្រូវបានបញ្ជាក់នៅចំពោះមុខមនុស្សគ្រប់គ្នាដែលធ្លាប់តែមើលងាយរូបនាងខ្ញុំមិនចង់បានការសុំទោសពីអ្នកទាំងអស់គ្នាទេម៉ូលីកានិយាយទាំងមានមោទនភាពខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាប្រភពកំណើតមិនមែនជាអ្នកកំណត់តម្លៃមនុស្សទេតែទង្វើនៅថ្ងៃនេះទៅវិញទេដែលគឺជាអ្នកកំណត់ក្រោយពីជំរះមន្ទិលសង្ស័យបានម៉ូលីកាត្រូវបានអុកញ៉ារិទ្ធីតែងតាំងជាប្រធានគម្រោងអភិវឌ្ឍដីធ្លីថ្មីមួយនាងក៏បានប្រើប្រាស់ប្រាក់ចំណេញដំបូងដែលនាងរកបានដោយកម្លាំងញើសឈាមពិតប្រាកដដើម្បីត្រឡប់ទៅស្រុកកំណើតវិញម៉ូលីកាមិនត្រឡប់ទៅដើម្បីសងសឹកអ្នកភូមិដែលធ្លាប់មើលងាយឡើយប៉ុន្តែនាងត្រឡប់ទៅដើម្បីជួយ
នាងក៏បានទិញដីចំការចាស់ៗរបស់លោកតាស័កមកវិញរួចក៏សាងសង់ជាសាលារៀនជំនាញកសិកម្មនិងការងារសិប្បកម្មសម្រាប់កុមារនិងស្ត្រីដែលគ្មានទីពឹងទីរលឹកនាងចង់ប្រែក្លាយដីដែលធ្លាប់តែមានស្រមោលឈាមឲ្យក្លាយជាដីដែលផ្ដល់ជីវិតថ្មីដល់អ្នកដទៃសេមមិត្តល្អរបស់នាងក៏បានក្លាយជាអ្នកគ្រប់គ្រងនៅក្នុងសាលានោះម៉ូលីកាក៏បានសាងកិត្តិយសគ្រួសាររបស់នាងឡើងវិញតាមរយៈអំពើល្អឥឡូវនេះអ្នកភូមិលែងហៅនាងជាកូនគិតករទៀតហើយតែហៅពួកគេថាហៅនាងដោយក្តីគោរពថាគឺអ្នកគ្រូម៉ាលីកាចំណែកឯសម្រិទ្ធបានសម្រេចចិត្តបើកមុខរបរតូចតាចដែលខ្លួនឯងមិនពឹងផ្អែកទៅលើលុយម្ដាយទៀតដែរទោះបីជាជីវិតមិនទាន់បានមានស្ដុកស្ដំតែគេមានមោទនភាពបំផុតដែលបានឈរនៅក្បែរនារីដែលរឹងមាំដូចជាម៉ូលីការបាំងចិត្តនិងរបាំងវណ្ណៈក៏បានចាប់ផ្ដើមរលាយចូលគ្នាទៅបន្សល់ទុកតែការតស៊ូដែលចេញពីបេះដូងពិតប្រាកដដោយពាក្យចាស់លោកពោលថានំមិនធំជាងនាឡិហើយច្បាប់នៃកម្មផលក៏មិនដែលរំលងអ្នកដែលបានសាងវានោះដែរបន្ទាប់ពីផែនការដ៏កខ្វក់របស់អ្នកស្រីផានិតត្រូវបានលាតត្រដាងនៅចំពោះក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនគាត់ក៏ចាប់ផ្ដើមដួលរលំដៃគូជំនួញទាំងអស់ក៏បានដកខ្លួនចេញព្រោះគ្មានអ្នកណាចង់រកស៊ីជាមួយមនុស្សដែលគ្មានសិលធម៌និងប្រាល្បិចជាន់ឈ្លីក្មេងស្រីម្នាក់ដែលគ្មានកំហុសនោះឡើយនៅក្នុងរយៈពេលត្រឹមតែប៉ុន្មានខែលោកស្រីប្រណិតដែលធ្លាប់តែឆ្មាំងឆ្ងៃត្រូវប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្តិពីធនាគារភាពលោភលន់ដែលគាត់ធ្លាប់តែមានចំពោះមាសប្រាក់ក្រោមដើមស្វាយរបស់ម៉ូលីកាឥឡូវនេះត្រូវបានត្រឡប់មកដាក់ទោសគាត់វិញយ៉ាងធ្ងន់ធ្ងរបំផុតគាត់ក៏បានធ្លាក់ខ្លួនក្រលែងមានអ្នកហាយហោមហើយអ្វីដែលជឿចាប់បំផុតគឺបាត់បង់ក្តីស្រឡាញ់ពីកូនប្រុសតែមួយគត់របស់គាត់គឺសម្រិទ្ធថ្ងៃមួយម៉ូលីកាអង្គុយនៅក្នុងការិយាល័យថ្មីរបស់នាងស្រាប់តែលេខាប្រាប់ថាមានស្ត្រីម្នាក់ចង់ជួបនៅពេលដែលបើកទ្វារឡើងម៉ូលីកាស្ទើរតែមិនចំណាំមិនបាននៃវត្តមានរបស់លោកស្រីផានិតគាត់ស្លៀកពាក់សាមញ្ញទឹកមុខស្លេកស្លាំងនិងបាត់បង់នូវភាពអំនួតដែលធ្លាប់មានកាលពីមុនម៉ូលីកាខ្ញុំមកនេះដើម្បីសុំទោសនាងលោកស្រីផានិតនិយាយទាំងសំឡេងញ័រនិងមិនហ៊ានសម្លឹងចំភ្នែករបស់ម៉ូលីកាឡើយខ្ញុំដឹងខ្លួនខុសហើយចាប់តាំងពីថ្ងៃដែលខ្ញុំព្យាយាមធ្វើបាបនាងខ្ញុំមិនដែលដេកលក់ស្រួលសំបីតែមួយយប់ឡើយកូនប្រុសខ្ញុំក៏លែងចង់ជួបមុខខ្ញុំទៀតដែរខ្ញុំលែងសល់អ្វីទៀតទាំងអស់ម៉ូលីកាសម្លឹងមើលស្ត្រីដែលនៅចំពីមុខនាងកាលពីមុននាងប្រហែលជាមានចិត្តចង់សងសឹកចង់ឃើញអ្នកស្រីរងទុក្ខដែលនាងធ្លាប់ជួបប៉ុន្តែពេលនេះក្នុងចិត្តម៉ូលីកាមានតែភាពស្ងប់ស្ងាត់ការតស៊ូកន្លងមកក៏បានបង្រៀននាងថាការសងសឹកល្អបំផុតគឺជាការធ្វើខ្លួនឯងឲ្យរឹងមាំនិងមានសេចក្តីសុខលោកស្រីខ្ញុំលើកលែងទោសឲ្យអ្នកស្រីម៉ូលីកានិយាយដោយសំឡេងទន់ភ្លន់និងមុតមមមិនមែនព្រោះតែលោកស្រីសមនឹងទទួលការលើកលែងទោសនេះទេព្រោះតែខ្ញុំសមនឹងទទួលបានសេចក្តីសុខក្នុងចិត្តខ្ញុំមិនចង់រស់នៅក្នុងស្រមោលនៃកំហឹងដូចលោកតាស័កដែលធ្លាប់រស់នៅនោះឡើយចំណែករឿងបងសម្រិទ្ធគាត់ជាកូនកតញ្ញូមិនយូរទេគាត់នឹងត្រឡប់ទៅរកអ្នកស្រីវិញឲ្យតែលោកស្រីចេះកែប្រែគំនិតក្រោយពីជំនួបនោះម៉ូលីកាសម្រេចចិត្តដ៏សំខាន់មួយទៀតនាងក៏បានធ្វើដំណើរទៅកាន់ពន្ធនាគារដើម្បីសួរសុខទុក្ខលោកតាស័កជាលើកចុងក្រោយក្នុងន័យវិញ្ញាណតាមរយៈការធ្វើបុណ្យឧទ្ទិសកុសលនៅក្នុងវត្តនាងបាននាំយកមាសប្រាក់និងគ្រឿងពេជ្រដែលនាងធ្លាប់បោះបង់ចោលកាលនោះទៅប្រគេនព្រះសង្ឃនិងបរិច្ចាគទៅដល់មន្ទីរពេទ្យទាំងអស់លោកតានេះគឺជាលើកចុងក្រោយដែលខ្ញុំមកជួបលោកតាក្នុងចិត្តម៉ូលីកាខ្សឹបប្រាប់ភ្នូររបស់លោកតាស័កខ្ញុំអរគុណដែលលោកតាបានចិញ្ចឹមខ្ញុំតែខ្ញុំត្រូវបានកប់ចោលនៅរាល់ការឈឺចាប់ដែលលោកតាបានសាងចាប់ពីថ្ងៃនេះទៅខ្ញុំនឹងរស់នៅក្នុងនាមជាម៉ូលីកាដែលមានពន្លឺផ្ទាល់ខ្លួនមិនមែនរស់នៅក្នុងស្រមោលរបស់អ្នកណាទៀតឡើយនៅក្នុងពេលគ្នាជាមួយនោះសម្រិទ្ធក៏បានឈររងចាំនាងនៅឯមាត់ទ្វាររបងវត្តគេញញឹមដាក់នាងទាំងក្តីស្រឡាញ់ដោយមិនប្រែប្រួលគេសម្រេចចិត្តត្រឡប់ទៅមើលថែម្ដាយដែលកំពុងតែលំបាកប៉ុន្តែគេក៏មិនបោះបង់ម៉ូលីកាផងដែរម៉ូលីកាតើអូនប្រកាសទេថានឹងរៀបចំជីវិតថ្មីនៅទីនេះសម្រិទ្ធបានសួរទៅកាន់លោកនាងចាស់បងសម្រិទ្ធខ្ញុំចង់កសាងជីវិតដែលសាមញ្ញតែរឹងមាំ
ខ្ញុំចង់ឲ្យគ្រប់គ្នាដឹងថាទោះបីជាយើងចាប់ផ្ដើមនៅក្នុងស្រមោលដ៏ងងឹតក៏យើងអាចដើរមករកកន្លែងមានពន្លឺព្រះអាទិត្យបានដែរអ្នកទាំងពីរនាក់ក៏បានដើរកាន់ដៃគ្នាឆ្ពោះទៅកាន់ថ្ងៃអនាគតប៉ុន្តែមុននឹងដល់ទីបញ្ចប់ដ៏បរិបូរណ៍ម៉ូលីកាត្រូវប្រឈមមុខនឹងការសម្រេចចិត្តចុងក្រោយមួយទៀតពាក់ព័ន្ធទៅនឹងមរតកពិតប្រាកដដែលឪពុកម្ដាយរបស់នាងបានបន្សល់ទុកដែលមិនមែនជាមាសប្រាក់តែគឺជាកិត្តិយសត្រកូលដែលត្រូវបានគេបំភ្លេចចោលអស់រយៈពេល20ឆ្នាំពេលវេលាបានហូរទៅដូចជាទឹកជ្រោះដែលមិនអាចត្រឡប់ក្រោយមួយឆ្នាំកន្លងផុតទៅក្រោយពីរឿងរ៉ាវដ៏ងងឹតរវាងលោកតាស័កនិងម៉ូលីកាត្រូវបានបញ្ចប់ថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់ម៉ូលីកាមិនមែនជាថ្ងៃរៀបការដ៏អធិកអធមឬក៏ជាថ្ងៃឈ្នះក្តីក្នុងតុលាការឡើយប៉ុន្តែវាគឺជាថ្ងៃសម្ពោធវិមានម៉ូលីកាដែលជាមជ្ឈមណ្ឌលសប្បុរសធម៌សម្រាប់ជួយកុមារកំព្រានិងស្ត្រីរងគ្រោះដោយសារតែអំពើហិង្សាម៉ូលីកាឈរនៅមុខរូបថតឪពុកម្ដាយដែលនាងត្រូវបានដាក់តាំងយ៉ាងសមរម្យនៅក្នុងអគារថ្មីនាងលែងយំសោកទៀតហើយផ្ទុយទៅវិញនាងមានមោទនភាពដែលបានប្រើប្រាស់ឈ្មោះត្រកូលពិតប្រាកដរបស់នាងដើម្បីសាងប្រយោជន៍ដល់សង្គមនាងបានបង្ហាញពិភពលោកឲ្យឃើញថាឈាមជ័រឃាតករដែលលោកតាស័កបន្សល់ទុកក្នុងនាមជាបងប្រុសម្ដាយនាងមិនអាចមករៀបរៀងសេចក្តីល្អដែលនាងជ្រើសរើសដោយខ្លួនឯងនោះឡើយនៅក្នុងពិធីនោះលោកស្រីផនិតបង្ហាញខ្លួននៅក្នុងសម្លៀកបំពាក់ពណ៌សសាមញ្ញគាត់មិនមែនមកក្នុងនាមជាអភិជនឆ្មាំងឆ្មៃដូចមុនទេតែមកក្នុងនាមជាអ្នកស្ម័គ្រចិត្តម្នាក់ដែលជួយការងារនៅក្នុងមជ្ឈមណ្ឌលការបាត់បង់ទ្រព្យសម្បត្តិបានធ្វើឲ្យគាត់យល់ពីតម្លៃនៃភាពស្មោះត្រង់គាត់បានដើរមកជិតម៉ូលីការួចក៏បានហុចផ្កាម្លិះមួយបាច់ឲ្យនាងទាំងស្នាមញញឹមចេញពីចិត្តខ្ញុំសូមអរគុណម៉ូលីកាដែលផ្ដល់ឱកាសឲ្យមនុស្សចាស់ម្នាក់នេះបានកែខ្លួនលោកស្រីផនិតនិយាយដោយសំឡេងទន់ភ្លន់បំផុតម៉ូលីកាទទួលផ្កានោះរួចក៏អោបលោកស្រីថ្នមអតីតកាលវាបានកន្លងផុតទៅហើយអ្នកម៉ាក់អ្វីដែលសំខាន់ពួកយើងរស់នៅដើម្បីថ្ងៃនេះនិងថ្ងៃស្អែកសម្រិទ្ធក៏បានដើរជួលមកឈរក្បែរអ្នកទាំងពីរគេមើលទៅកាន់តែរឹងមាំនិងមានភាពចាស់ទុំគេមិនបានខ្លាយជាអ្នកមានស្ដុកស្ដំភ្លាមឡើយប៉ុន្តែគេនឹងខ្លាយជាម្ចាស់អាជីវកម្មខ្នាតតូចមួយដែលនាំចេញម្រេចពីចំការរបស់ម៉ូលីកាទៅកាន់ទីផ្សារក្រៅប្រទេសហើយគេសម្រេចចិត្តបំណងប្រាថ្នារបស់គេក្នុងការពារម៉ូលីកានិងមើលថែម្ដាយរបស់គេក្នុងពេលតែមួយនៅពេលល្ងាចបន្ទាប់ពីភ្ញៀវត្រឡប់ទៅវិញអស់ម៉ូលីកានិងសម្រិទ្ធក៏បានដើរទៅកាន់ដើមស្វាយធំនៅខាងក្រោយចំការម្រេចដែលជាកន្លែងដើមនៃរឿងរ៉ាវឈឺចាប់ទាំងអស់ប៉ុន្តែលើកនេះដើមស្វាយធំនោះត្រូវបានតុបតែងដោយភ្លើងពណ៌ស្រស់ស្អាតនិងមានការរចនាបែបកន្លែងសម្រាកលំហែកាយបងសម្រិទ្ធបងដឹងទេកាលពីមុនខ្ញុំធ្លាប់ស្អប់កន្លែងនេះណាខ្ញុំធ្លាប់គិតថាវាជាកន្លែងដែលបិសាចតែងតែខៀខាំងឃុំខ្ញុំទុកម៉ូលីកានិយាយទាំងផ្អែកក្បាលលើស្មារបស់សម្រិទ្ធចុះឥឡូវនេះសម្រិទ្ធសួរទាំងសម្លឹងមើលមុខនាងឥឡូវនេះវាគឺជាកន្លែងដែលរំលឹកខ្ញុំថាជីវិតគឺមានរសជាតិដូចជាកាហ្វេដែលខ្ញុំធ្លាប់ឆុងឲ្យលោកតាអញ្ចឹងវាមានភាពល្វីងជូរចត់ជាច្រើនប៉ុន្តែបើពួកយើងចេះបន្ថែមការតស៊ូនិងក្តីស្រឡាញ់វានឹងប្រែមកជាផ្អែមល្ហែមនិងមានតម្លៃបំផុតសម្រិទ្ធក៏បានចាប់ដៃម៉ូលីកាជាប់រួចក៏បានលុតជង្គង់ម៉ូលីកាអូនបានតស៊ូដោះខ្លួនចេញពីស្រមោលងងឹតមកជាច្រើនឆ្នាំមកហើយចាប់ពីពេលនេះទៅតើអូនព្រមឲ្យបងធ្វើជាពន្លឺព្រះអាទិត្យដែលនៅក្បែរអូនរហូតទៅបានឬទេរៀបការជាមួយបងទៅទឹកភ្នែកនៃសេចក្តីសុខក៏បានហូរស្រក់ចុះមកម៉ូលីកាក៏បានងក់ក្បាលយល់ព្រមទាំងក្តីរំភើបគ្មានច្រវាក់ដែកគ្មានការឃុំឃាំងគ្មានអាចកំបាំងអ្វីតទៅទៀតឡើយស្នេហាដែលកើតចេញពីការយោគយល់និងការតស៊ូភាពទទួលបានជោគជ័យនៅលើគ្រប់ឧបសគ្គប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីខ្សែជីវិតដ៏វែងអន្លាយដែលពោរពេញទៅដោយការឈឺចាប់អាចកំបាំងនិងការតស៊ូរបស់ម៉ូលីកានៅក្នុងរឿងស្រមោលស្នេហ៍របស់លោកតាត្រូវបានធ្វើដំណើរមកដល់ទីបញ្ចប់នៅក្នុងបរិយាកាសដ៏សុខសាន្តនាពេលនេះហើយរឿងរ៉ាវរបស់ម៉ូលីកាបានបន្សល់ទុកនៅមេរៀនជីវិតដ៏មានតម្លៃមកកាន់យើងគ្រប់គ្នាវាបានបង្ហាញយើងឲ្យឃើញថាស្រមោលទោះបីជាងងឹត
និងធំធេងយ៉ាងណាក៏ដោយក៏វាមិនអាចបិទបាំងនៅពន្លឺព្រះអាទិត្យជារៀងរហូតឡើយការរើបម្រាស់របស់ម៉ូលីកាពីក្មេងស្រីដែលរស់នៅក្នុងការឃុំឃាំងការភូតផលមកជានារីរឹងមាំនិងមានម្ចាស់ការលើជីវិតខ្លួនឯងវាគឺជាសក្ខីភាពមួយដែលបញ្ជាក់ថាតម្លៃរបស់មនុស្សមិនស្ថិតនៅលើភាពប្រភពកំណើតឬមរតកដែលគេបន្សល់ទុកនោះទេតែវាស្ថិតនៅលើជំរើសនៃទង្វើដែលយើងខំធ្វើសពថ្ងៃនេះសេចក្តីស្រឡាញ់ដ៏ខុសឆ្គងរបស់លោកតាសាក់បានផ្ដើមចេញពីការលុបលន់និងការចង់គ្រប់គ្រងបានរលាយបាត់ទៅតាមខ្យល់រីឯសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដែលផ្អែកលើការយោគយល់និងការផ្ដល់កម្លាំងចិត្តរបស់សម្រិទ្ធបានคล้ายជាគ្រាប់ពូជថ្មីដែលដុះលូតលាស់យ៉ាងស្រស់បំព្រងនៅក្នុងជីវិតរបស់ម៉ូលីកា Channel វិមានស្នេហ៍សង្ឃឹមយ៉ាងមុតមមថាសាច់រឿងមួយនេះនឹងคล้ายជាកម្លាំងចិត្តទៅដល់បងប្អូនគ្រប់រូបដែលកំពុងតែជួបការលំបាកជួបការមើងងាយឬកំពុងតែជាប់គាំងនៅក្នុងស្រមោលអតីតកាលសូមកុំអស់សង្ឃឹមព្រោះសំបីតែផ្កាម្លិះដែលធ្លាប់តែដុះនៅក្នុងភក់ជ្រាំក៏នៅតែអាចជះក្លិនក្រអូបនិងបង្ហាញពីសម្រស់ដ៏ស្អាតស្អំបានដែរដរាបណានៅតែបន្តងើបឈរមករកពន្លឺមុននឹងបញ្ចប់នៅក្នុងវីដេអូនេះ Channel វិមានស្នេហ៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការតាមដានតាំងតែពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនពេញចិត្តនៅការនិទានសាច់រឿងដែលមានអត្ថន័យបែបនេះសូមបងប្អូនកុំភ្លេចចុច like ចុច share និងចុច subscribe ដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីជាការកម្លាំងចិត្តឲ្យពួកខ្ញុំបន្តនៅផលិតរឿងថ្មីៗដែលកាន់តែជក់ចិត្តនិងមានអត្ថន័យអប់រំសម្រាប់អ្នកទស្សនាបន្តទៀតតើលោកអ្នកមានចំណាប់អារម្មណ៍យ៉ាងណាចំពោះការរើបម្រាស់ជីវិតរបស់ម៉ូលីកាក្នុងឈុតឆាកមួយណាដែលធ្វើឲ្យលោកអ្នករំជួសចិត្តបំផុតសូម comment នៅខាងក្រោមវីដេអូនេះផងវិមានស្នេហ៍វិមានដែលសាងឡើងដោយក្តីស្រឡាញ់និងការតស៊ូសូមអរគុណសូមជម្រាបលានិងជួបគ្នានៅក្នុងសាច់រឿងថ្មីៗខាងក្រោយទៀត